សូមស្វាគមន៍មកកាន់ Channel វិថីជីវិតដើម្បីទទួលបានវីដេអូអប់រំល្អៗវីដេអូលើកទឹកចិត្តវីដេអូបែបកសាងផ្លូវចិត្តឲ្យឆេះងំឆ្ពោះទៅមុខជានិច្ចសូមបងប្អូនជួយចុច Subscribe Channel វិថីជីវិតម្នាក់មួយ Genghis Khan យកឈ្នះពិភពលោកនៅក្នុងវគ្គទី 8 នេះយើងនឹងបានសិក្សាកាន់តែក្តៅកគុកអំពីលក្ខណៈពិសេសរបស់ Genghis Khan ដែលអាចកសាងអាណាចក្រមង្គលបានសូមរីករាយស្ដាប់ដូចតទៅនេះដែលទុកជារឿងចម្លែកក្នុងការធ្វើសង្គ្រាមក្នុងសមរភូមិឬវាយប្រហារក្រុងការពារកងទ័ព Genghis Khan តែងតែទទួលជ័យជំនះលើកងទ័ពសត្រូវដែលមានកម្លាំងទ័ពច្រើនជាងនិងអាវុធយុទ្ធភ័ណ្ឌច្រើនជាងជាច្រើនដងរហូតជាចំណុចពិសោធន៍ឲ្យឃើញថាទស្សនវិស័យក្នុងការចាត់ចែងទ័ពការវឹកហាត់អ្នកចម្បាំងមង្គលដោយយុទ្ធសាស្ត្រនិងយុទ្ធវិធីក្នុងការច្បាំងដែលឆ្លៀសវៃរបស់ Genghis Khan ទទួលបានផលមកជាប់រហូតធ្វើខ្លួនដោយក្នុងឆ្នាំ 1919 ក្រោយពេលដែល Genghis Khan បានសម្រេចចិត្តធ្វើសង្គ្រាមជាមួយមហាមេត្តាឆាក្សត្រនៃអាណាចក្រ Fares ដែលជាមហាមេត្តាឆាមានកម្លាំងទ័ពច្រើនជាងជាច្រើនសែននាក់អាណាចក្រ Fares ជាមជ្ឈមណ្ឌលកងទ័ពមូស្លីមជាច្រើនគុលសម្ព័ន្ធដែលមានអាណាចក្រធំធេងចាប់តាំងពីនគរ Bel ដល់ឥណ្ឌាហើយរាប់ចាប់តាំងពីសមុទ្រអារ៉ាល់ទៅដល់ឈូងសមុទ្របឺសៀមហាមេត្តាឆាទ្រង់ជាក្សត្រដែលមានអំណាចខ្ពង់ខ្ពស់ក្នុងសម័យនោះចាប់តាំងពីអ្នកចម្បាំងពួកគុលសម្ព័ន្ធពនេចរដូចជា Genghis Khan មានប្រតិខោខើនិងទ្រង់ប្រោះប្រណីដល់មនុស្សទូទៅហៅព្រះអង្គថាជាមេទ័ពចម្បាំងមានគ្រាមួយកងទ័ពជួរមុខរបស់កងទ័ពម៉ុងហ្គោលដឹកនាំដោយមេទ័ពជូឈីបុត្រាច្បងរបស់ Genghis Khan បានប៉ះទង្គិចជាមួយកងទ័ពស្ដេចរបស់មហាមេត្តាឆាក្នុងតំបន់ជើងភ្នំនិងព្រៃក្រាស់ជិតទន្លេសើនៅពេលឃើញកងទ័ពមេទ័ពជូឈីមានកម្លាំងទ័ពតិចជាងទើបបញ្ជាឲ្យប្រញាប់វាយប្រហារបំបែកការតស៊ូច្បាំងយ៉ាងកាចសាហាវរហូតទាំងថ្ងៃពេលដល់ពាក់កណ្ដាលយប់កងទ័ពម៉ុងហ្គោលល្បិចខ្លែងធ្វើជាមានកងទ័ពចូលរួមយ៉ាងច្រើនដោយបានដុតភ្លើងជាច្រើនរយភ្លើងបែកជំរំដើម្បីបន្លំហាក់ដូចជាមានកម្លាំងកសាងជំរំថ្មីបន្ថែមក្រោយមកជូឈីបាននាំកម្លាំងដកថយដើម្បីរងចាំឱកាសដឹកនាំទ័ពត្រឡប់វាយប្រហារសារជាថ្មីចេញពីការតស៊ូច្បាំងដោយបានរៀបរាប់នេះបានរាយការណ៍ថាហ៊ានរបស់កងទ័ពមហាមេត្តាឆាបាត់បង់ជីវិតចំនួនជាច្រើនដេកស្លាប់ហូរឈាមនិងទទួលរងរបួសយ៉ាងមហាសាលទាំងនេះគឺជាផលបានមកពីការសិក្សាតាមដានបុកទម្លុះចូលទៅវាយប្រហារក្នុងមជ្ឈមណ្ឌលកងទ័ពក្សត្រមហាមេត្តាឆាហើយមេទ័ពរួចជីវិតបានយ៉ាងប្រផិតប្រផាយនៅថ្ងៃក្រោយមកមហាមេត្តាឆាបានដឹកនាំកងកម្លាំងទាហានចេញទៅត្រួតពិនិត្យវិញស្មរភូមិជួបសាកសពចំនួនជាច្រើនដែលព្រះអង្គទ្រង់មានអារម្មណ៍ចម្លែកព្រះហឫទ័យតែមិនគួរឲ្យជឿសោះព្រះអង្គទ្រង់គិតថាគួរតែជាសាកសពទាហានម៉ុងហ្គោលតែមិនមែនដូចនោះបែរជាច្រើនជាសពទាហានទឹកនិងទាហានរបស់ព្រះអង្គទៅវិញនេះសម្ដែងឲ្យឃើញពីភាពខ្លាំងក្លាចេញពីការវាយប្រហាររបស់កងទ័ពម៉ុងហ្គោលទាំងដែលមានកងកម្លាំងតិចជាងដែលមានសមត្ថភាពក្នុងការច្បាំងផ្ទាល់ខ្លួនរបស់ទាហានម៉ុងហ្គោលលើសជាច្រើននិងបានមានព្រះបន្ទូលថាព្រះអង្គមិនដែលជួបប្រទះអ្នកចម្បាំងកុលសម្ព័ន្ធក្លាហានរហ័សរហួនស្ទាត់ជំនាញក្នុងការប្រើប្រាស់ដាវនិងធ្នូយ៉ាងរហ័សនិងស្នាដៃត្រង់បែបនេះពីមុនឡើយចំណុចទី 5 កាលញុតាការស្គាល់អំពីពេលវេលាការស្គាល់អំពីពេលវេលាចង្វាក់ឱកាសភាពស័ក្តិសមក្នុងប្រតិបត្តិការកិច្ចការទូនីតិការងារឲ្យត្រូវពេលវេលាឲ្យទៀងពេលឲ្យទាន់ពេលជាដើមគុណសម្បត្តិខាងបុគ្គលិកលក្ខណៈដ៏ចំណានរបស់ Genghis Khan មួយប្រការទៀតគឺមាននិស្ស័យនិងអាកប្បកិរិយាសម្ដែងចេញមកទៀងទាត់ពេលវេលាដែលគាត់យល់ច្បាស់ថាជាការសម្ដែងចេញមកនៃអ្នកចម្បាំងដែលមានភាពស្មោះត្រង់និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំគាត់ធ្លាប់ណែនាំបុត្រមិត្តភក្តិជិតស្និទ្ធមនុស្សក្រុមបញ្ជាមេទ័ពនាយកងជាច្រើនអ្នកថាមនុស្សដែលទៀងពេលវេលារមែងជាទីស្រឡាញ់កោតសរសើររបស់បុគ្គលទូទៅ Genghis Khan មានទស្សនវិស័យក្នុងការប្រើពេលវេលាដែលស័ក្តិសមហើយនឹងជាប្រយោជន៍ចំពោះទាហានអ្នកចម្បាំងនិងប្រជាជនជនជាតិម៉ុងហ្គោលរហូតដល់ឧទាហរណ៍មួយនេះគាត់បានកំណត់ទុកថាចំណុចកកំឡោះគ្រប់រូបត្រូវរៀនសូត្រពីវិធីជិះសេះតាំងតែពីក្មេងអាយុចន្លោះពី2ទៅ3ឆ្នាំដោយសារតែមេដាចាប់ផ្ដើមចងកូនលើខ្នងសេះពេលដល់អាយុ4ទៅ5ឆ្នាំក៏ចាប់ផ្ដើមវឹកហាត់បាញ់
ញ់ធ្នូក្នុងដៃហាត់បាញ់ធ្នូនៅលើខ្នងសេះនៅពេលដែលអាយុចូលដល់វ័យជំទង់ឬវឹកហាត់តស៊ូដោយអាវុធផ្សេងៗដូចជាធ្នូពូថៅព្រួញនិងដាវរហូតស្ទាត់ជំនាញជំរុចខនៅពេលផុតរដូវរងាជាពេលដែលកូនប្រុសមង្គលពីវ័យក្មេងរហូតដល់វ័យកំឡោះនិងវ័យពេញត្រូវហាត់ភាពក្លាហានអត់ធ្មត់និងច្បាប់ទម្លាប់ដោយចូលរួមលេងល្បែងសម្រាប់សត្វដ៏ធំចាំឆ្នាំហើយស្រដៀងគ្នាជាមួយនឹងដេញសម្រាប់សត្រូវក្នុងសង្គ្រាមជោគជ័យរបស់មនុស្សម្នាក់ៗអាស្រ័យជាមួយភាពរឹងមាំការប្រើប្រាស់ភាពឆ្លៀសវៃចំពោះចំណេះដឹងជាសំខាន់ចំណុចគោជេនគីសខាន់រមែងកំណត់ពេលវេលាក្នុងការធ្វើសង្គ្រាមក្នុងរដូវដែលមានព្រិលធ្លាក់គឺក្នុងពេលដែលអាកាសធាតុត្រជាក់ខ្លាំងដែលសូម្បីតែសេះរបស់ទាហានក៏ត្រូវសម្រាកស្វែងរកស្មៅឬស្លឹកឈើក្នុងបរិវេណដែលមិនមានព្រិលក្រោបពីលើខ្លះៗមូលហេតុក៏ព្រោះតែអ្នកចម្បាំងមង្គលស្និទ្ធស្នាលឬស៊ាំជាមួយនឹងអាកាសធាតុត្រជាក់ខ្លាំងក្នុងការវឹកហាត់ចម្បាំងតាំងតែពីក្មេងនេះគឺជាចំណុចមានប្រៀបរបស់ទាហានមង្គលដែលទាហានរបស់ជនជាតិដទៃមិនមានចំណុចទី6បរិសញ្ញុតាស្គាល់សហគមន៍ស្គាល់សង្គមរបស់ជនជាតិមង្គលមានសហភាពបែបណាប្រទះបញ្ហាអ្វីខ្លះមានតម្រូវការជួយសង្គ្រោះផ្នែកអ្វីខ្លះរួមទាំងការស្គាល់មាយាទក្នុងសង្គមដូចជានិយាយស្ដីឬសម្ដែងអាកប្បកិរិយារឹកពីសមរម្យជាមួយសង្គមឬស្ថានភាពផ្សេងៗយ៉ាងណាពេញមួយជីវិតរបស់ជេនគីសខាន់ពីកើតរហូតដល់ស្លាប់នៅអាយុ72ឆ្នាំឆ្នាំ1227ជាអ្នកដឹកនាំក្នុងការរួបរวมជាតិបានទម្លាក់ខ្លួនឬមានសម្ព័ន្ធភាពជាមួយបុគ្គលគ្រប់លំដាប់តាំងពីលំដាប់ជាន់ខ្ពស់ដល់លំដាប់ប្រជាជនទូទៅអ្នកការទូតអ្នកតំណាងអ្នកជំនួយអ្នកប្រាជ្ញជនជាតិបរទេសឲ្យគាត់បានរៀនសូត្រចេះពីការរៀបចំចាត់ចែងសង្គមគ្រប់គ្រងការភ្ជាប់ជាមួយវប្បធម៌ផ្សេងៗបន្តតាំងតែពីសម័យបុព្វបុរសនាំទៅបង្កើតការកម្រិតច្បាប់នៃការគ្រប់គ្រងអាណាចក្រតាមច្បាប់ធម្មនុញ្ញយ៉ាសាពលទាំងអស់ខាងលើនេះសម្ដែងឲ្យឃើញថាគាត់ស្គាល់សហគមន៍ឬសង្គមជនជាតិមង្គលយ៉ាងច្បាស់រហូតមកចំណុចទី7បុគ្គលញុតាគឺការស្គាល់បុគ្គលដែលតាក់ទងនឹងជេនគីសខាន់មានចំណេះដឹងនិងការយល់ចិត្តតាក់ទងជាមួយធម្មជាតិភាពខុសប្លែកគ្នាមត្តភាពនិងគុណធម៌របស់បុគ្គលម្នាក់ៗពេលដែលមានការប្រឹក្សាឋានៈដឹកនាំជាន់ខ្ពស់មេបញ្ជាការមេតបកហបតីអ្នកការទូតនិងអ្នកតំណាងសាសនាទាំងបុគ្គលសំខាន់ទូទៅយ៉ាងច្បាស់គាត់មានបុគ្គលិកលក្ខណៈល្អទាំងបុគ្គលិកលក្ខណៈខាងក្រៅព្រៀងមុខមាត់សុខភាពល្អការតែងខ្លួនបែបសាមញ្ញជននិងកិរិយារឹកពាមានភាពមេត្តាមានចិត្តទូលាយមានទឹកចិត្តនិងបុគ្គលិកលក្ខណៈខាងក្នុងមានគំនិតសមហេតុផលនិងឆ្លៀសវៃមានអារម្មណ៍ល្អភាពស្មើភាពនិងស្មោះត្រង់រួមទាំងចិត្តនិស្ស័យនិយមផ្សេងដល់ផលឲ្យគាត់មានលក្ខណៈពិសេសនៃបុគ្គលិកលក្ខណៈធ្វើឲ្យអ្នកជួបប្រទះកើតមានអារម្មណ៍ស្មោះត្រង់និងមានភក្ដីភាពឆ្ពោះទៅរកសម្រេចផ្នែកទាំងទំនាក់ទំនងមនុស្សគោលការណ៍ធម៌ដតីខាងព្រះពុទ្ធសាសនាចេញពីឧទាហរណ៍ជាច្រើនចាត់ទុកថាជេនគីសខាន់នៅមានលក្ខណៈពិសេសនិងគុណសម្បត្តិគ្រប់គ្រាន់ជាមួយគោលការណ៍ធម៌ដតីអ្នកដឹកនាំពិសេសនិងគុណសម្បត្តិគ្រប់គ្រាន់ជាមួយគោលការណ៍ធម៌ដតីដែលដឹកនាំឬអ្នកគ្រប់គ្រងអាចនាំយកទៅប្រើប្រាស់ក្នុងការគ្រប់គ្រងក្នុងអង្គការឬស្ថាប័នផ្សេងបានទាំងធម៌សម្រាប់ខ្លួនឯងសម្រាប់បុគ្គលនិងធម៌ក្នុងការកសាងសម្ព័ន្ធភាពជាមួយបុគ្គលដូចតទៅនេះចំណុចកសង្កហវត្ថុរបស់អ្នកគ្រប់គ្រងដែនដីឬសង្កហវត្ថុទាំង4សង្កហវត្ថុរបស់ព្រះរាជានិងគោលការណ៍សង្គ្រោះប្រជាជនរបស់អ្នកគ្រប់គ្រង1សមេធៈភាពឆ្លៀសវៃក្នុងការរក្សាពូជស្រូវជំរុញផ្នែកកសិកម្មចំណុចទី2បរិសមេធៈភាពឆ្លៀសវៃក្នុងការរក្សាមន្ត្រីរាជការចេះជំរុញមនុស្សឲ្យល្អមានសមត្ថភាពវៃសមាបាសសហការរួមប្រជាជនដោយការជំរុញមុខរបរដូចជាឲ្យអ្នកក្រីក្រខ្ចីទុនទៅសាងខ្លួនក្នុងពាណិជ្ជកម្មជាដើមចំណុចទី4វាចាពេយៈឬវាចាពេយៈមានវាចាដ៏គួរឲ្យចាប់អារម្មណ៍ចិត្តនឹងពាក្យសម្ដីគួរឲ្យចង់ស្ដាប់គឺការចេះនិយាយចេះប្រាស្រ័យតាក់ទងគ្នាយ៉ាងពិរោះសុភាពទន់ភ្លន់កោបដោយហេតុផលមានប្រយោជន៍ជាផ្លូវសាមគ្គីធ្វើឲ្យមានការយល់ច្បាស់និងមានការនិយមជឿចំណុចខអធិបានមធ្យោបាយដើម្បីសម្រេចជោគជ័យទាំង4គឺសម្រេចគុណធម៌នាំឆ្ពោះទៅរកជោគជ័យនៃផលនៃបំណង1ឆន្ទៈភាពពេញ
ចិត្តធ្វើដាក់ចិត្តស្រឡាញ់រឿងនោះហើយនឹងប្រាថ្នាធ្វើឲ្យបានផលកាន់តែល្អប្រសើរឡើងពីវិរិយៈព្យាយាមគឺឧស្សាហ៍នឹងធ្វើរឿងនោះដោយការព្យាយាមអត់ធ្មត់យកចិត្តទុកដាក់និងមិនងាយរាថយចំណុចទី3ចិត្តតាគិតគោលដៅគឺតាំងចិត្តទទួលស្គាល់រឿងដែលធ្វើហើយធ្វើរឿងនោះដោយការគិតដាក់ចិត្តស្រឡាញ់មិនបណ្ដោយចិត្តឲ្យបែកអារម្មណ៍ឧទ្ទិសខ្លួនឧទ្ទិសចិត្តចំពោះរឿងដែលយើងធ្វើ4វិមក្សាការគិតពិចារណាឬការសាកល្បងគឺការរក្សាប្រើបញ្ញាពិចារណាគិតរកហេតុផលនិងត្រួតពិនិត្យចំណុចទំនាស់ក្នុងរឿងដែលធ្វើនោះមានការដាក់ផែនការវិតម្លៃគិតស្វែងរកវិធីដោះស្រាយជាដើមចំណុចគោលៈ5ហៅម្យ៉ាងទៀតថាកម្លាំង5របស់ព្រះមហាក្សត្រដឹកនាំក្នុងការគ្រប់គ្រងសំដៅដល់កម្លាំងរបស់បុគ្គលអ្នកធំអាចជាអ្នកដឹកនាំឬខ្សែគ្រប់គ្រងដែនដីបាន1ហពលៈឬកាយពលកម្លាំងកាយសំដៅដល់កម្លាំងកាយឬកម្លាំងដៃដែលមានន័យថាភាពរឹងមាំមានសុខភាពល្អសមត្ថភាពនិងភាពស្ទាត់ជំនាញក្នុងការប្រើដៃកាន់កាប់ប្រើអាវុធរហូតដល់មានយុទ្ធភ័ណ្ឌគ្រប់សព2កម្លាំងទ្រព្យសម្បត្តិមានទុនទ្រព្យសម្បត្តិបរិបូរណ៍ល្មមដែលនឹងប្រើសម្រាប់បម្រុងចិញ្ចឹមជីវិតមនុស្សហើយនឹងដំណើរការធ្វើកិច្ចការមិនដាច់3កម្លាំងអាមាត្យឬមន្ត្រីរាជការគឺមានទីប្រឹក្សានិងមន្ត្រីរាជការលំដាប់ថ្នាក់ដឹកនាំដែលមានគុណភាពខ្លាំងក្លាមានសមត្ថភាពនិងមានភក្តីស្មោះត្រង់ចំពោះផែនដីចំណុចទី4កំណើតក្នុងត្រកូលខ្ពស់កម្លាំងមានជីវិតខ្ពស់ឬដែលហៅថាអភិឆពលជាកំណើតដែលមានការនិយមលើកសរសើរពីប្រជាជនហើយបានទទួលការវឹកហាត់យ៉ាងល្អតាមប្រពៃណីនៃជនជាតិវង្កូល5កម្លាំងបញ្ញារាប់ជាកម្លាំងដ៏ល្អអស្ចារ្យជាកំពូលនៃកម្លាំងទាំងពួងជារឿងត្រួតត្រាគ្រប់គ្រងហើយនឹងដឹកនាំនៅកម្លាំងដតីគ្រប់យ៉ាងសរុបមកគឺត្រូវមានចំណេះដឹងទូទៅដឹងហេតុផលខុសត្រូវប្រយោជន៍សមត្ថភាពវិនិច្ឆ័យហេតុការណ៍ទាំងផ្នែកខាងក្នុងខាងក្រៅនិងត្រិះរិះហេតុការណ៍ផ្សេងឲ្យបានផលយ៉ាងល្អនិច្ចខោជាធម៌10ឬទស្សពិតរាជធម៌ធម៌របស់ព្រះរាជាទម្លាប់ដែលព្រះចៅផែនដីគួរប្រព្រឹត្តគុណធម៌តាមរបៀបអ្នកគ្រប់គ្រង1ទានការឲ្យគឺការលះបង់ទ្រព្យសម្បត្តិរក្សាចិញ្ចឹមជួយសង្គ្រោះប្រជារាស្ត្រហើយនឹងបំពេញប្រយោជន៍សាធារណៈចំណុចទី2សិលការប្រព្រឹត្តអំពើល្អគឺការសង្រួមកាយនិងវាចាប្រកបដោយសុចរិតរក្សាគតិគុណឲ្យជាគំរូនិងជាទីគោរពរាប់អានរបស់ប្រជារាស្ត្រមិនឲ្យមានចំណុចដែលនរណាម្នាក់នឹងបដិសេធចំណុចទី3គឺបរិច្ចាគការបរិច្ចាគគឺជាការលះបង់សេចក្តីសុខស្រួលជាដើមហូតដល់ជីវិតរបស់ខ្លួន3ប្រយោជន៍សុខរបស់ប្រជារាស្ត្រនិងសេចក្តីសុខស្ងប់រយរបស់ស្រុកទេសចំណុចទី4គឺអាចវៈសេចក្តីស្មោះត្រង់ឥតមានពឹសពុលប្រតិបត្តិការភារកិច្ចដោយសុចរិតទៀងត្រង់មានភាពស្មោះត្រង់មិនបោកប្រាស់ប្រជាជនចំណុចទី5គឺមតវៈសេចក្តីទន់ភ្លន់ស្លូតបូតសុភាពរៀបសារការអធ្យាស្រ័យមិនអួតអាងមិនប្រកាន់បកពួកមានភាពស្រស់ថ្លាមានតែអកិរិយាសុភាពទន់ភ្លន់ឲ្យមានសេចក្តីស្មោះត្រង់ភក្តីភាពតែមិនបាត់បង់ការគោរពចំណុចទី6គឺតបៈចេស្តាគឺភាពខ្លាំងក្លាប្រាថ្នាចំណង់មិនឲ្យចូលមកគ្រប់គ្រងញោមញីចិត្តរងាប់រារាំងខត់ខាំងចិត្តគំនិតមិនព្រមឲ្យលងជ្រុលក្នុងសេចក្តីសុខស្រួលនិងភាពឆ្អែតជ្រុលនោះឡើយមានជីវភាពរស់នៅសមរម្យឬយ៉ាងសាមញ្ញខិតខំនិងបំពេញយាមធ្វើភារកិច្ចនិងកិច្ចការឲ្យចប់សពគ្រប់ចំណុចទី7គឺអកថនៈភាពមិនខឹងគឺខឹងច្រឡោតការខឹងក្រោធគឺជាហេតុធ្វើឲ្យវិនិច្ឆ័យសេចក្តីនិងទង្វើផ្សេងខុសចាកពីធម៌មានមេត្តាប្រចាំចិត្តរងាប់សេចក្តីខឹងសេចក្តីវិនិច្ឆ័យនិងធ្វើទង្វើដោយចិត្តដែលលូនរៀបស្មើព្រមទាំងមានម្ចាស់ការលើខ្លួនឯងចំណុចទី8គឺអវិហង្សាភាពមិនបៀតបៀនមិនគៀបសង្កត់ជន់ឈ្លីដូចជានិយាយពាក្យបំភ្លើសឬកែនកម្លាំងការងារហួសហេតុមិនលងអំណាចបងភារណាបៀតបៀនដាក់ទណ្ឌកម្មដល់ប្រជារាស្ត្រណាម្នាក់មានសេចក្តីចងអាឃាតស្អប់ខ្ពើមខ្ពស់ចំណុចទី9គឺខន្តីសេចក្តីអត់ធន់ឬអត់ធ្មត់ជាមួយនឹងការងារដែលពិបាកទោះបីជាលំបាកកាយនឿយហត់ប៉ុណ្ណាក៏ដោយក៏មិនព្រមរាថយទោះបីជាត្រូវបានគេចំអកលក់លើយដោយពាក្យសម្ដីសក់សៀដេញដល់យ៉ាងណាក៏ដោយក៏មិនអស់កម្លាំងចិត្តមិនព្រមបោះបង់ករណីដែលត្រូវបំពេញដោយយុត្តិធម៌ចំណុចទី10គឺអវរោធនៈភាពមិនរំលងធម៌គឺដាក់ខ្លួនជាមូលដ្ឋានគ្រឹះច្បាស់លាស់នៃធម៌មិនមានការទុនច្របូកច្របល់ពោះពាក្យសម្ដីដែលល្អអាក្រក់លៀបសក្ការៈឬអារម្មណ៍សប្បាយរីករាយអារម្មណ៍មិនសប្បាយ
យផ្សេងៗស្ថិតនៅក្នុងធម៌ទាំងឡាយចំណែកយុត្តិធម៌ឬសេចក្តីទៀងត្រង់នីតិធម៌គឺរបៀបរបបបែបផែនគោលការណ៍នៃការគ្រប់គ្រងហូតคล้ายទីជាទម្លាប់ធម៌នាមទម្លាប់ប្រពៃណីដ៏ស្រស់ត្រកាលមិនប្រព្រឹត្តទៅវាចាក់វិបត្តិទេចំណុចងគឺការបំពេញនៅភារកិច្ចរបស់ស្ដេចចក្រពត្តិកិច្ចការរបស់ព្រះចៅចក្រពត្តិព្រះចរិយាធម៌ដែលព្រះចៅចក្រពត្តិទ្រង់គួរបំពេញមករហូតទំនៀមទម្លាប់ការដែលទ្រង់បំពេញព្រះរាជកិច្ចករណីព្រះចៅចក្រពត្តិទូនីតិរបស់អ្នកគ្រប់គ្រងដ៏អស្ចារ្យនីតិមួយគឺធម្មាធិបតេយ្យប្រកាន់ធម៌ជាធំគោរពប្រកាន់ជាប់បូជាគោរពធម៌យកធម៌ជាមូលដ្ឋានគ្រឹះជាទង់ជ័យជាធម្មាធិបតេយ្យចំណុចទី2គឺធម្មិការៈខាចាត់ចែងរក្សាការពារគ្នានិងខំក្រងយ៉ាងយុត្តិធម៌និងត្រឹមត្រូវ 2.1 គឺអន្តសញ្ញជនខាងក្នុងរាប់តាំងពីព្រះមហេសីព្រះបុត្រាបុត្រីហូតដល់អ្នកប្រតិបត្តិការរាជការរបស់ព្រះអង្គទាំងអស់គឺអ្នកគ្រប់គ្រងផ្ទាល់ខ្លួនតាំងពីបុត្រធីតាជាដើមទៅឲ្យរស់នៅដោយរបៀបស្ងប់សុខនិងមានគោលការណ៍រាប់អានគ្នា 2.2 គឺពលកាយមានន័យថាកងទ័ពបណ្ដាមន្ត្រីរាជការអ្នករាជការផ្នែកទាហាន 2.3 គឺខតិយៈមហាក្សត្រទាំងឡាយព្រះបរមរាជានុភាពនិងអ្នកគ្រប់គ្រងជាន់ខ្ពស់ទាំងឡាយត្រីគ្រប់គ្រងថ្នាក់គ្រប់គ្រងចំណុចទី4គឺអនុយន្តមនុស្សតាមសម្ដេចគឺអ្នកបម្រើទាំងឡាយមន្ត្រីរាជការផ្នែកប្រជាជនទាំងអស់ 2.5 គឺព្រំកហបតីជនម្ចាស់បុណ្យម្ចាស់តម្រាអ្នកជំនួញម្ចាស់ចំការម្ចាស់ស្រែគ្រូបាអាចារ្យអ្នកបច្ចេកទេសគ្រូពេទ្យអ្នកជំនាញនិងអ្នកជំនួញប្រកបអាជីពផ្សេងៗហើយនិងកសិករដោយជួយចាត់ទុកការរកទុននិងឧបករណ៍ផ្សេងៗជាដើម 2.6 គឺនិគមជនបទនិគមជនបទគឺជាប្រជារាស្ត្រទាំងអស់គ្រប់ទិសទីរហូតដល់ជាយដែនទូទៅគឺមិនត្រូវបោះបង់នោះទេចំណុចទី7គឺសមណព្រាហ្មណ៍ព្រះសង្ឃនិងបព្វជិកកសាងសិលសាងធម៌ 2.8 គឺបិគៈបក្សីសត្វព្រៃនិងបក្សីដែលគួរឲ្យសង្វេគទាំងឡាយចំណុចទី3គឺអធម្មការមិនឲ្យកើតធរឡើងនៅក្នុងព្រះរាជាណាចក្រគឺការរៀបចំវិធានការការពារនិងកែខៃមិនអនុញ្ញាតឲ្យមាននៅទង្វើពុករលួយឬក៏ភាពចលាចលកើតឡើងនៅក្នុងប្រទេសចំណុចទី4គឺធានានុប្រទានបែងចែកទ្រព្យសម្បត្តិឲ្យដល់ជនគ្មានទ្រព្យមិនឲ្យមានជនទីតលក្រក្នុងអាណាចក្រចំណុចទី5គឺបរិបុច្ឆាប្រឹក្សាសាកសួរបញ្ហាជាមួយសមណព្រាហ្មណ៍ដែលប្រព្រឹត្តសេចក្តីល្អនិងជាអ្នកដែលមិនប្រមាថអ្នកដែលដឹងច្បាស់អំពីអំពើល្អនិងអាក្រក់អតិបត្តិយ៉ាងត្រឹមត្រូវជាប្រយោជន៍សុខថែមទាំងជួយសង្គ្រោះអ្នកប្រាជ្ញដែលមានគុណធម៌ផងដែរចំណុចបែងចែកដែលញែកចេញជាពីចំណុចធម្មកាខានៅក្នុងសេចក្តីបញ្យលលម្អិតអំពីអត្ថបទយល់ឃើញថាមានសារៈសំខាន់ហើយនឹងមានសេចក្តីលម្អិតពីវិធីប្រតិបត្តិពិសេសប្លែកគ្នាចេញនៅក្នុងសេចក្តីបញ្យលលម្អិតអំពីអត្ថបទព្រះរូបមន្តដែលបានរៀបចំដោយតទៅនេះចំណុចទី1គឺអន្តោជនសមគពលកាយសមគាំទ្រផ្នែកខាងក្នុងហើយនឹងកងពលទាហានចំណុចទី2គឺខតិយេសគាំទ្រស្ដេចក្រុងទាំងឡាយចំណុចទី3គឺអនុយតេសគាំទ្រខ្សែស្ដេចទាំងឡាយអ្នកតាមស្ដេចជាបរិវារចំណុចទី4គឺព្រំកហបតីទេសខំក្រងព្រំព្រះព្រំនិងកហបតីទាំងឡាយចំណុចទី5គឺនិគមបទបរទេសខំក្រងប្រជានុរាស្ត្រស្រុកទេសទាំងឡាយចំណុចទី6គឺសមណព្រាហ្មណ៍នេសខំក្រងសមណព្រាហ្មណ៍ទាំងឡាយចំណុចទី7គឺមគ្គបក្សីសខំក្រងសត្វស្លាបទុកបន្តពូជចំណុចទី8គឺអធម្មការបដិខេបោគឺជាការហាមប្រាប់មិនឲ្យប្រតិបត្តិខុសធម៌ចំណុចទី9គឺអធនានាងធនានុបធនាងទំនុកបំរុងអ្នកទីតលគ្មានទីពឹងចំណុចទី10គឺសមណព្រាហ្មណ៍បនេឧបសង្ខេមិវាបញ្ញានុឆន្ទៈចូលទៅរកនិងសាកសួរបញ្ហាជាមួយសមណព្រាហ្មណ៍ចំណុចទី11គឺអធធម្មរាគៈមហានាងជៀសវាងអំពីកាមតណ្ហាដោយមិនមែនជាធម៌ចំណុចទី12គឺវិសមលោភៈជៀសវាងលោភៈមិនគួរប្រព្រឹត្តទេទស្សនៈសរុបបញ្ចប់ជំពូក1ចេនគីស្ខាន់ទទួលផលសម្រាប់ពីភាពជាអ្នកដឹកនាំរបស់អាណាចក្រមង្គលដោយសារតែគាត់មានសមត្ថភាពនៃភាពជាអ្នកដឹកនាំយ៉ាងពិតប្រាកដសមត្ថ
ភាពក្នុងភាពជាអ្នកដឹកនាំរបស់គាត់ជាកូនសោសំខាន់ដែលនាំឆ្ពោះទៅរកជោគជ័យក្នុងការរួបរวมជាតិការចាត់ចែងរៀបចំសង្គមការគ្រប់គ្រងប្រទេសជាតិទាហាននិងការងារបរទេសទទួលជោគជ័យតាមទស្សនវិស័យរបស់គាត់ដាក់ទុកគ្រប់ប្រការគាត់អាចប្រើសមត្ថភាពនៃភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍខ្លួនឯងនិងអភិវឌ្ឍអ្នកដទៃយ៉ាងមានប្រសិទ្ធភាពនិងប្រសិទ្ធផលចំណុចទី2ផលពីការដែលជេនគីសខាន់បើកឱកាសបើកចិត្តឲ្យបុគ្គលក្បែរខាងនិងអ្នកក្រមបញ្ជាឲ្យវិភាគតាក់ទងជាមួយគាត់ហើយនឹងធ្វើតួនាទីភាពជាអ្នកដឹកនាំខ្ពង់ខ្ពស់ក្នុងការគ្រប់គ្រងអាណាចក្រធ្វើឲ្យគាត់វិភាគខ្លួនឯងពីការមើលឃើញពីអ្នកដទៃនិងការមើលឃើញពីខ្លួនឯងទៅតាមទ្រឹស្ដីវិភាគខ្លួនឯងរបស់โจហារីដែលយកមកប្រើវិភាគរកទិន្នន័យក្នុងផ្នែកផ្សេងៗដូចតទៅនេះចំណុចក៏គឺទិន្នន័យដែលយើងនិងអ្នកដទៃក៏ដឹងដូចជាគាត់ជាមនុស្សដែលធ្វើការងារច្បាស់លាស់រហ័សរហួនអារម្មណ៍ក្តៅរហូតដល់ជួនកាលមានអារម្មណ៍ខឹងគ្មានហេតុផលចំណុចខគឺទិន្នន័យផ្នែកដែលយើងដឹងនិងអ្នកដទៃមិនដឹងដូចជាគាត់មានការបញ្ជាឲ្យអ្នកក្រមបញ្ជាប្រតិបត្តិភារកិច្ចមានលក្ខណៈប្រថុយហួសហេតុឬប្រកុលភារកិច្ចឬក៏អំណាចឲ្យចាត់ការតាមកម្លាំងចំណុចគោគឺទិន្នន័យផ្អែកដែលយើងមិនដឹងតែអ្នកដទៃដឹងដូចជាបុគ្គលិកលក្ខណៈរបស់គាត់ដែលសម្ដែងចេញទៅដែលគាត់មិនបានសង្កេតតែបុគ្គលផ្នែកក្បែរខាងឬអ្នកក្រមបង្គាប់បញ្ជាសង្កេតឃើញចំណុចខគឺទិន្នន័យផ្នែកដែលយើងនិងអ្នកដទៃមិនដឹងដូចជានិស្ស័យប្រការមួយចំនួនឬរោគជំងឺផ្ទៃក្នុងរាងកាយដែលយើងនិងបុគ្គលដទៃមិនទាន់សង្កេតការវិភាគសមត្ថភាពរបស់អ្នកដឹកនាំពីការមើលឃើញរបស់ខ្លួនឯងនិងមនុស្សក្បែរខាងអ្នកក្រមបញ្ជាហើយនិងមិត្តភ័ក្តិជិតស្និទ្ធធ្វើឲ្យជេនគីសខាន់បានដឹងពីចំណុចខ្សោយនិងចំណុចខ្លាំងរបស់ខ្លួនឯងដែលមានផលចំពោះការគ្រប់គ្រងការងារធ្វើឲ្យគាត់មានឱកាសប្រុងប្រៀបដោះស្រាយបញ្ហាផ្សេងៗរហូតអាចអភិវឌ្ឍខ្លួនឯងនិងអ្នកដទៃព្រមពេលជាមួយគ្នានេះគឺជាគន្លឹះសម្ងាត់មួយផ្នែកដែលធ្វើឲ្យគាត់មានសមត្ថភាពនៃភាពជាអ្នកដឹកនាំចំណុចទី8លក្ខណៈមហាបុរសរបស់ជេនគីសខាន់មហាបុរសមានន័យថាបុរសដ៏អស្ចារ្យដែលគួរឲ្យគោរពបូជាឬជាមនុស្សមហាបុរសមានលក្ខណៈជាពាក្យដែលប្រើហៅព្រះសម្ដេចព្រះសម្មាសម្ពុទ្ធមុនពេលត្រាស់ដឹងមហាបុរសត្រូវជាមួយពាក្យភាសាអង់គ្លេសជាច្រើនដូចជា a great man prominent outstanding or personage បុរសអ្នកអស្ចារ្យឬអ្នកដឹកនាំអស្ចារ្យត្រូវមានគុណសម្បត្តិសំខាន់ទាំង40ប្រការតាមដែលមហាវីរៈបុរសបានបង្កើតសេចក្តីថ្លែងការណ៍រួបរวมទុកនៅពេលពិចារណាគុណសម្បត្តិផ្សេងៗរបស់ជេនគីសខាន់ហើយនឹងយល់ឃើញថាជេនគីសខាន់មានគុណសម្បត្តិរបស់មហាបុរសទាំង40ប្រការលក្ខណៈមហាបុរសរបស់ជេនគីសខាន់ក្នុងទស្សនៈរបស់និពន្ធបានរៀបរៀងតាមលំដាប់លក្ខណៈមហាបុរសរបស់ជេនគីសខាន់ទាំង40ប្រការតាមអច្ឆរិយភាពនិងមានកេរ្តិ៍ឈ្មោះខ្លាំងក្លាបំផុតមកតាមលំដាប់ដូចតទៅនេះចំណុចទី1ភាពមានបេះដូងរឹងមាំ strong mindless ចំណុចទី2គឺភាពក្លាហាននិងមិនរាថយក្នុងពេលធ្វើអ្វីមិនបានសម្រេច ជេនគីសខាន់មានភាពក្លាហានទាំងផ្លូវកាយនិងផ្លូវចិត្តជាភាពក្លាហានយ៉ាងឆ្លាតវៃមានសតិនិងបញ្ញាអំណាចខាងផ្លូវចិត្តដែលគាត់អាចគ្រប់គ្រងខ្លួនឯងបាននៅពេលធ្លាក់ក្នុងភាពអន្តរាយហ៊ានតស៊ូជាមួយឧបសគ្គដោយភាពក្លាហាននិងភាពឆ្លាតវៃមានហេតុផលនិងអាចដាក់ខ្លួនក្នុងសភាពបែបស្ងប់ស្ងាត់និងគង់វង្សភាពក្លាហានរបស់គាត់កើតចេញពីការវឹកហាត់និងការប្រតិបត្តិក្នុងស្ថានភាពផ្សេងៗកើតឡើងពីការរៀនសូត្រឲ្យចេះលះបង់អត់ធ្មត់កើតឡើងពីការវឹកហាត់ចិត្តរបស់ខ្លួនជាសំខាន់ឧទាហរណ៍មួយផ្នែកតាក់ទងជាមួយនឹងបទពិសោធន៍វឹកហាត់ភាពក្លាហានរបស់ជេនគីសខាន់មានដូចតទៅនេះក្នុងវ័យក្មេងនៅពេលជេនគីសខាន់ឬតេម៉ូចិនមានអាយុត្រឹមតែ3ឆ្នាំមាតារបស់គាត់ត្រូវនាំទៅចងទុកនៅលើខ្នងសេះវឹកហាត់ជិះសេះនៅពេលមានអាយុ4ទៅ5ឆ្នាំបានវឹកហាត់បាញ់ធ្នូទាំងការបាញ់ធម្មតានិងការបាញ់លើខ្នងសេះហើយនឹងចេញទៅសម្លាប់សត្វបានរត់គេចចេញពីការចាប់ខ្លួនជាឆ្លើយសើក្នុងជំរំពួកកុលសម្ព័ន្ធតៃសើអាត់ក្នុងវ័យកំឡោះនិងវ័យជាមនុស្សធំគាត់ឆ្លងកាត់ការវឹកហាត់លបឡើងលើខ្នងសេះក្នុងគណៈដែលសេះរត់ចេញទៅយ៉ាងលឿនហើយមានភាពរហ័សរហួនក្នុងពេលដែលមានការផ្លាស់ប្ដូរសេះដល់ទៅ4ក្បាលតាមលំដាប់រហូតដល់គ្រប់24ម៉ោង
គាត់បានហាត់រៀនការតស៊ូជាមួយពូថៅលំពេងនិងដាវរហូតដល់ស្ទាត់ជំនាញត្រូវចូលរួមលេងហ្គេមសម្រាប់សត្វរាល់ឆ្នាំដើម្បីវឹកហាត់ភាពក្លាហានភាពអត់ធ្មត់និងរបៀបវិន័យព្រោះស្រដៀងគ្នាជាមួយនឹងការដេញសម្រាប់វាយប្រហារសត្រូវក្នុងសង្គ្រាមគ្រប់គ្នាត្រូវធ្វើដំណើរផ្លូវឆ្ងាយទៅស្វែងរកតំបន់ស្មៅចិញ្ចឹមសត្វចំណាយពេលវេលាស្វែងរកជាច្រើនថ្ងៃដោយត្រូវអត់ធន់នឹងការលំបាកមិនទទួលទានអាហាររហូតដល់ជួបតំបន់ដែលមានស្មៅដូចបានពោលត្រូវប្រឈមមុខជាមួយហ្វូងសត្វព្រៃតស៊ូជាមួយក្រុមចោរពួកកុលសម្ព័ន្ធផ្សេងឱកាសដែលអាចរស់រានមានជីវិតអាស្រ័យទៅលើសមត្ថភាពនិងភាពក្លាហានការអត់ធន់ជាមួយនឹងការអង្គុយលើខ្នងសេះអាវុធប្រចាំកាយមានត្រឹមតែកាំបិតខ្លីនិងធ្នូប៉ុណ្ណោះគាត់ឆ្លងកាត់តំបន់ត្រជាក់ខ្លាំងមានព្រិលឬតកករឹងក្រាលពីលើវឹកហាត់ចម្បាំងក្នុងតំបន់អាកាសធាតុត្រជាក់នៅក្នុងសមុទ្រខ្សាច់ជាដើមគាត់ហ៊ានដឹកនាំកងទ័ពធ្វើសង្គ្រាមជាមួយសត្រូវដែលមានកម្លាំងច្រើនជាងច្រើនដងទទួលជ័យជំនះក្នុងសមរភូមិផ្សេងៗជាច្រើនលើកទាំងក្នុងតំបន់ធំយ៉ាងស្ទឹបនិងអាណាចក្រដែលនៅឆ្ងាយកំណត់ចំណាំចេញពីបទពិសោធន៍ក្នុងការតស៊ូជាមួយគ្រោះភ័យនិងអន្តរាយផ្សេងទាំងគ្រាមានទុក្ខលំបាកនិងការច្បាំងក្នុងសង្គ្រាមរហូតពេញមួយជីវិតតាំងពីវ័យក្មេងរហូតដល់វ័យចាស់ជរាជេនគីស្ខាន់អាស្រ័យដោយលោកមានចិត្តរឹងមាំហើយនឹងភាពក្លាហានរហូតទទួលជ័យជំនះមកជានិច្ចលក្ខណៈសម្បត្តិសំខាន់ទាំង7ប្រការដែលធ្វើឲ្យជេនគីស្ខាន់មានភាពក្លាហានគឺចំណុចទី1គឺគាត់មានជំនឿចិត្តគឺជាការជឿក្នុងរឿងដែលគាត់យល់ឃើញថាត្រឹមត្រូវគាត់បានដើរតាមបង្គាប់របស់ឋានសួគ៌ចំណុចទី2គឺមានបំណងប្រាថ្នាគឺជាការដែលនឹងសម្ដែងចេញតាមរយៈផែនការនិងនយោបាយដែលគាត់បានដាក់ទុកចំណុចទី3គឺតាំងភាពមោះមុតក្នុងមនសិការមានសតិសម្បញ្ញៈលំដាប់ខ្ពស់ដែលសម្រេចចិត្តថាមានផ្លូវណាអាចរួបរวมជនជាតិមង្គលរឿងណាគួរឬមិនគួរប្រតិបត្តិដឹកនាំជនជាតិមង្គលធ្វើតាមកម្លាំងនិងសមត្ថភាពដើម្បីឆ្ពោះទៅរកគោលដៅសំខាន់ដែលបានដាក់ទុកចំណុចទី4គឺភាពឆ្លៀសវៃគាត់មានភាពឆ្លៀសវៃមានហេតុផលក្នុងការដោះស្រាយបញ្ហាផ្សេងរាប់តាំងពីភាពព្យាយាមទាញពួកកុលសម្ព័ន្ធផ្សេងរាប់រយកុលសម្ព័ន្ធមករួបរวมគ្នាហើយស្វែងរកពួកកុលសម្ព័ន្ធដែលធំជាងមកធ្វើជាសម្ព័ន្ធមិត្តដើម្បីភាពគង់វង្សរួចផុតពីការវាយប្រហាររបស់ពួកកុលសម្ព័ន្ធដែលជាសត្រូវរហូតកសាងអាណាចក្រមង្គលបានសម្រេចចំណុចទី5គឺសមត្ថភាពភ្ជាប់មូលហេតុនិងរឿងផ្សេងដូចជាការឲ្យចូលជាមួយគ្នាដើម្បីប្រតិបត្តិតាមលំដាប់ថ្នាក់របស់ក្បួនការសម្របសម្រួលដោះស្រាយបញ្ហានៅពេលដែលធ្វើការងារស្គាល់ចំណុចខ្សោយចំណុចខ្លាំងផលល្អនិងផលអាក្រក់ដែលនឹងកើតមានឡើងចំណុចទី6គឺគាត់មានការបដិញ្ញាប្រកាន់ជាប់ក្នុងភាពក្លាហានយ៉ាងច្បាស់លាស់និងដឹកនាំជនជាតិមង្គលប្រយុទ្ធគ្នាយ៉ាងតស៊ូគង់វង្សឆ្ពោះទៅរកភាពជាអាណាចក្រដ៏ធំធេងមានកេរ្តិ៍ឈ្មោះទូទាំងពិភពលោកចំណុចទី7គឺគាត់មានបុគ្គលិកលក្ខណៈដែលជាបែបច្បាប់របស់ខ្លួនហ៊ានចេញសម្ដែងចេញទាំងកាយទាំងចិត្តពីខ្លួនឯងបានយ៉ាងគ្រប់គ្រាន់និងគ្រប់កលៈទេសៈហ៊ានដឹកនាំអ្នកទៅតាមគាត់គឺជនជាតិមង្គលទាំងមូលឆ្ពោះទៅរកភាពរុងរឿងដែលល្អជាងនឹងឱកាសដែលរីកចម្រើនរុងរឿងជាងសរុបបានថាគុណសម្បត្តិសំខាន់ទាំង7ប្រការនេះឯងដែលធ្វើឲ្យជេនគីស្ខាន់ហ៊ានគិតហ៊ានធ្វើនិងហ៊ានដឹកនាំនឹងការផ្លាស់ប្ដូរខ្លួនឯងនិងសង្គមដោយការសម្លឹងមើលវែងឆ្ងាយគិតវែងឆ្ងាយនិងគោលបំណងខ្ពស់រហូតទទួលបានការសម្រេចសេចក្តីយ៉ាងធំធេងបំផុតចំណុចទី3គឺជាចំណុចគោលបំណងជេនគីស្ខាន់មានចំណុចគោលបំណងដ៏ធំបំផុតនិងច្បាស់លាស់បំផុតតែមួយប៉ុណ្ណោះគឺការរួបរวมជនជាតិមង្គលឲ្យមានឯកភាពជាតិហើយគាត់មានសមត្ថភាពដឹកនាំជនជាតិមង្គលរួមមតិតស៊ូដោយសមត្ថភាពគ្រប់ផ្នែករបស់គាត់រហូតទទួលបានជោគជ័យចំណុចទី4គឺភាពមានជំនឿចិត្តលើខ្លួនឯងដោយសារតែជេនគីស្ខាន់ជាបុត្រច្បងរបស់យេស៊ូកៃទើបមានបុគ្គលភាពជាមនុស្សច្បាស់លាស់ក្នុងជីវិតមានការទទួលខុសត្រូវខ្ពស់មានការជឿជាក់លើខ្លួនឯងតែសំណាងដែលគាត់មានសមត្ថភាពដោះស្រាយភាពឈ្លានពានរបស់ខ្លួនបានទើបធ្វើឲ្យចេះគ្រប់គ្រងខ្លួនឯងទៅតាមទ្រឹស្ដីផ្នែកចិត្តវិទ្យារបស់ Adler ដែលជាជនជាតិរៀនណានៅក្នុងប្រទេសអូទ្រីសដែលគឺជាកូនសិស្សរបស់ឈីម៉ាន់ហ្វ្រយដែលបានកំណត់ចំណុចសង្កេតទុកថាបុត្រច្បងរមែងមានបុគ្គលិកលក្ខណៈជាមនុស្សច្បាស់លាស់ក្នុងជីវិតមានការទទួលខុសត្រូវរមែងតែជាអ្នកដឹកនាំនិងមានអំណាចតែប្រសិនបើដោះស្រាយ
យដោយការឈ្លានពានមិនបានទេគឺរមែងតែជាមនុស្សដែលមានចរិតកាយតឹងរឹងច្រណែនឬស្យាឧទាហរណ៍ប្រតិកម្មរបស់ជេនគីសខានគឺសម្ដែងចំពោះភាពជឿជាក់ចំពោះខ្លួនឯងដូចតទៅនេះចំណុចទី1គាត់ធ្វើឲ្យខ្លួនអាចជាទីពឹងចំពោះខ្លួនឯងនិងអ្នកដទៃចាប់តាំងពីមេត្តាប្អូនប្រុសញាតិមិត្តនិងជនជាតិមង្គលចំណុចទី2គឺគាត់មិនខ្លាចការធ្វើខុសបើទទួលបានការវិភាគពិចារណាចង្អុលបង្ហាញគាត់ព្រមទាំងនាំទៅកិត្តកែលម្អដោះស្រាយភ្លាមៗចំណុចទី3គឺលក្ខណៈអស្ចារ្យរបស់គាត់មួយប្រការទៀតគឺជឿជាក់លើខ្លួនឯងទុកចិត្តលើខ្លួនឯងនិងហ៊ានប្រថុយហ៊ានស៊ីហ៊ានសងយ៉ាងមានសតិមិនប្រមាថសតិបញ្ញាសមត្ថភាពរបស់ខ្លួនឯងដោយដែលបានឃើញហើយថាគ្រប់ពេលដែលគាត់ដឹកនាំកងទ័ពមង្គលទៅវាយប្រហារសត្រូវហាក់ដូចជាគាត់ប្រកាសចិត្តខ្លួនឯងទោះបីជាបានដំណឹងតាក់ទងជាមួយសត្រូវថាមានកម្លាំងទ័ពច្រើនជាងក៏ដោយក៏គាត់មិនមានអារម្មណ៍ភ័យខ្លាចនោះឡើយចំណុចទី5គឺសមាធិជេនគីសខានមានការតាំងចិត្តមោះមុតក្នុងការបង្រួបបង្រួមជាតិដើម្បីដឹកនាំជនជាតិមង្គលឆ្ពោះទៅរកគោលដៅដែលមានភាពគង់វង្សសុវត្ថិភាពនិងរួចផុតពីការវាយប្រហារទាំងអស់របស់សត្រូវដែលកំពុងតែសម្លឹងរកឱកាសវាយប្រហារដណ្ដើមអំណាចនិងទ្រព្យសម្បត្តិគាត់មានបេះដូងជាសមាធិទោះបីជានៅក្នុងពេលដឹកនាំទ័ពទៅធ្វើសង្គ្រាមនិងទោះបីក្នុងពេលចូលវាយប្រហារប្រណាំងប្រជែងជាមួយសត្រូវជួនកាលត្រូវច្បាំងជាមួយសត្រូវទាំងកណ្ដាលថ្ងៃកណ្ដាលយប់នៃការអង្គុយសមាធិសូត្រមន្តលើភ្នំគឺដើម្បីសម្ពរពីអំណាចស័ក្តិសិទ្ធិនៃឋានសួគ៌ធ្វើឲ្យចិត្តគំនិតរឹងមាំមានកម្លាំងជួយធ្វើឲ្យមានការប្រតិបត្តិផែនការនិងនយោបាយការប្រតិបត្តិការផ្សេងៗប្រព្រឹត្តទៅបានយ៉ាងឆាប់រហ័សទទួលបានជោគជ័យបង្កឲ្យមង្គលកើតមាននៅគំនិតទូលំទូលាយវាងវៃរហូតអាចកម្ចាត់បញ្ហាដែលលំបាកខ្លាយជារឿងងាយបានច្រើនលើកលើកទី6គឺអំណាចឆន្ទៈបំណងសម្រិទ្ធក្រៅពីគាត់មានបេះដូងរឹងមាំនិងមានសេចក្តីត្រូវការដ៏ខ្លាំងក្លាដែលនឹងសម្រេចបានផលការរួបរวมជាតិឲ្យមានឯកភាពហើយនោះគាត់នៅមានបុគ្គលិកលក្ខណៈពិសេសមានកម្លាំងចិត្តដ៏ខ្លាំងក្លាធ្វើឲ្យអ្នកដទៃមានភក្ដីភាពកត់ក្រែងនិងព្រមរួមដៃរួមចិត្តប្រតិបត្តិការតាមពាក្យបញ្ជារបស់គាត់យ៉ាងស្មោះត្រង់ប្រកាន់គុណធម៌រហូតមកតាមដែលហៅថាគាត់មានអំណាចឆន្ទៈបំណងសម្រិទ្ធយ៉ាងពិតប្រាកដចំណុចទី7គឺភាពជាមនុស្សដែលមានសុខភាពល្អតាមរយៈសាក្សីនិងភ័ស្តុតាងពីបុគ្គលដែលនៅជិតស្និទ្ធជាមួយភរិយាបុត្រីទាំង4គឺមេតបច្បាំងជូស៊ីមេតបច្បាំងឆាកាតៃជាបុត្រទី2និងមេតបអូតូកៃខាន់ជាបុត្រទី3មេតបតូលុយឬតូលេជាបុត្រទី4ហើយនឹងទេមូចិនប្អូនស្រីបូឈូមិត្តភក្តិជិតស្និទ្ធដំបងតៃស៊ឺឈឿនឪពុកក្មេកជាដើមរួមទាំងមេតបសុបូតៃជានាយទាហានលំដាប់ខ្ពស់ដែលជិតស្និទ្ធម្នាក់ព្រមទទួលស្គាល់ថាជេនគីសខានតាំងពីវ័យក្មេងរហូតដល់វ័យចាស់ជរាអាយុ72ឆ្នាំមានសុខភាពល្អទាំងសុខភាពផ្លូវកាយផ្លូវចិត្តនិងផ្លូវអារម្មណ៍ជាធម្មតាតែអ្វីដែលពិសេសជាងកំឡោះមង្គលទាំងឡាយគឺគាត់មានកម្លាំងផ្លូវភេទខ្លាំងជាពិសេសដោយដែលរ៉ាស៊ីអេឌីនបានរាយការណ៍ថាជេនគីសខានមានមនុស្សស្រីជាភរិយា500នាក់រួមទាំងអ្នកបម្រើផងដែរគេនាំគ្នានិយាយថាមនុស្សទាំងឡាយនាំគ្នាយកថ្នាំអាយុវណ្ណៈពីប្រទេសផ្សេងទៅឲ្យជេនគីសខានផឹកជាថ្នាំរក្សារាងកាយនិងចិត្តគំនិតរហូតជាប្រចាំចំណុចទី8គឺគាត់មានភាពជាមនុស្សមានចិត្តអបអរសាទរជេនគីសខានជាមនុស្សមានសុខភាពល្អធ្វើឲ្យមានអារម្មណ៍រីករាយមករហូតចំណុចទី9គឺគាត់ចេះវឹកហាត់ខ្លួនជេនគីសខានវឹកហាត់ខ្លួនមកតាំងតែពីក្មេងជំទង់រហូតដល់វ័យដែលត្រូវទទួលតំណែងអ្នកដឹកនាំខ្ពង់ខ្ពស់ដោយអាស្រ័យទៅលើបទពិសោធន៍រៀនសូត្រពីអ្នកដឹកនាំក្នុងអតីតកាលគាត់វឹកហាត់ខ្លួនតាំងពីការច្បាំងការគ្រប់គ្រងទាហានការអភិវឌ្ឍសមត្ថភាពមួយដំណាក់កាលម្ដងទៅតាមលំដាប់ចំណុចទី10គឺការធ្វើខ្លួនឲ្យជាទីពឹងរបស់អ្នកដទៃជេនគីសខានមានប្រតិកម្មការសម្ដែងចេញចំពោះក្រសែភ្នែកអ្នកដទៃក្នុងលក្ខណៈជាមនុស្សច្បាស់លាស់ចិត្តទូលាយចិត្តសប្បុរសធម៌ជាពិសេសគាត់មានអំណាចបុគ្គលលក្ខណៈពិសេសខាងបុគ្គលិកភាពដែលធ្វើឲ្យអ្នកជួបកើតមានអារម្មណ៍ជឿជាក់កោតសរសើរនិងមានភក្ដីភាពនៅទីបំផុតក្រៅពីនេះគាត់មានវិធីសាស្ត្ររក្សាខ្លួនឯងនិងកែលម្អបុគ្គលិកលក្ខណៈរបស់ខ្លួនឯងទើបមានសមត្ថភាពធ្វើឲ្យបុគ្គលិកភាពខ្លួនឯងល្អប្រសើរ
ឡើងរហូតដល់សង្គមជនជាតិម៉ុងហ្គោលទទួលស្គាល់គាត់ជាអ្នកដឹកនាំកម្ពុជានិងអស្ចារ្យគ្រប់ពេលវេលាចំណុចទី11គឺការធ្វើខ្លួនឲ្យคล้ายជាមនុស្សជឿជាក់បានជេនគីសខាន់មានលក្ខណៈខាងក្នុងជារបស់ខ្លួនឯងនិងសម្ដែងចេញមកភាពជាខ្លួនឯងក្នុងពេលដែលមានទំនាក់ទំនងរហូតដល់คล้ายជាទីទទួលស្គាល់និងជឿជាក់ពីជនគុលសម្ព័ន្ធមិត្តពីការទូតអ្នកតំណាងសាសនានិងអ្នកជំនួញបរទេសរួមទាំងអ្នកដឹកនាំឬម្ចាស់គ្រប់គ្រងនគរដែនដីឬអាណាចក្រផ្សេងៗដែលធ្លាក់ក្រោមការគ្រប់គ្រងរបស់អាណាចក្រម៉ុងហ្គោលចំណុចទី12គឺការនិយាយតែការពិតជេនគីសខាន់តែងតែរក្សាវាចាពិតមានភាពយុត្តិធម៌ចំពោះបុគ្គលក្បែរខ្លួនអ្នកក្រមបង្គាប់បញ្ជានិងបុគ្គលទូទៅចំណុចទី13គឺមានចំណេះដឹងគាត់ទទួលបានចំណេះដឹងពីបិតាបព្វបុរសនិងអ្នកចម្បាំងដឹកនាំជាន់ខ្ពស់ចំណេះដឹងដែលស្វែងរកពីអ្នកដឹកនាំគុលសម្ព័ន្ធផ្សេងៗចំណេះដឹងដែលបានមកពីពាក្យប្រឹក្សាណែនាំរបស់គណៈទីប្រឹក្សារបស់ខ្លួននិងជនជាតិដទៃដែលខ្លួនមិនស្គាល់សៀវភៅតែគាត់បានព្យាយាមសួរទីប្រឹក្សារហូតអាចនាំទៅប្រើរហូតក្លាយជាទស្សនវិស័យចំពោះការគ្រប់គ្រងការងារទាហានយុទ្ធសាស្ត្រនិងយុទ្ធវិធីក្នុងការចម្បាំងបង្កើតឥទ្ធិពលនិងការពង្រីកដែនដីរហូតធ្វើឲ្យសុបិនរបស់គាត់ក្លាយជាការពិតទី14គឺឈ្នះចិត្តខ្លួនឯងគាត់យកឈ្នះចិត្តខ្លួនឯងចាប់តាំងពីក្មេងជំទង់និងវ័យជរាចំណុចទី15គឺពឹងពាក់ខ្លួនឯងជួយខ្លួនឯងគាត់ចេះពឹងពាក់ខ្លួនឯងក្រោយពេលបិតាបាត់បង់ជីវិតរហូតយកឈ្នះឧបសគ្គផ្សេងៗរហូតមានអំណាចខ្លាំងក្លាឡើងចំណុចទី16មិនបោះបង់ការព្យាយាមជេនគីសខាន់ធ្លាប់មានអារម្មណ៍ចោះចាញ់ជាច្រើនលើកក្នុងវ័យក្មេងហើយធ្លាប់បរាជ័យពីការចម្បាំងជាមួយសត្រូវដែលគាត់អត់ធ្មត់តស៊ូជាមួយឧបសគ្គតទៅចេញពីបទពិសោធន៍ផ្សេងៗធ្វើឲ្យគាត់ចេះព្រមទទួលយកការខុសប្លែកគ្នារបស់បុគ្គលម្នាក់យល់ចិត្តអ្នកដទៃមានអារម្មណ៍ស៊ូទ្រាំនិងភាពលំបាកមករហូតទាំងអស់នេះធ្វើឲ្យគាត់ឈ្នះនិងមានភាពអត់ធន់ជាពិសេសចំណុចទី17គឺការចងចាំក្រៅពីគាត់មានសតិបញ្ញាវាងវៃហើយនោះគាត់ក៏មានការចងចាំល្អដែលជាផលបានមកពីមានសុខភាពល្អទាំងកាយនិងអារម្មណ៍ចំណុចទី18គឺការមិនចេះអស់សង្ឃឹមពលពីការមិនចេះបោះបង់ព្យាយាមធ្វើឲ្យគាត់មិនចេះអស់សង្ឃឹមចំណុចទី19ភាពមិនភ័យខ្លាចចំពោះការលំបាកផលពីបទពិសោធន៍ដែលធ្វើឲ្យគាត់មានចិត្តគំនិតរឹងមាំនិងមានកម្លាំងតស៊ូជាមួយឧបសគ្គផ្សេងៗពេញមួយជីវិតចំណុចទី20គឺភាពជាមនុស្សមិនភ្ញាក់ផ្អើលក្រៅពីគាត់ជាបុគ្គលច្បងក្នុងគ្រួសារហើយនោះគាត់ត្រូវទទួលខុសត្រូវចំពោះភារកិច្ចធ្ងន់ជំនួសមាតាបិតាហើយគាត់មានការអត់ធន់សមត្ថភាពនិងចិត្តគំនិតរឹងមាំទើបធ្វើឲ្យគាត់អាចចេះរងាប់អារម្មណ៍ភ្ញាក់ផ្អើលអារម្មណ៍ខឹងក្រោធបានល្អនិងមិនមានអារម្មណ៍ច្របូកច្របល់ចំពោះភាពភ័យខ្លាចឬឧបសគ្គផ្សេងចំណុចទី21គឺមិនភ័យខ្លាចបុគ្គលដទៃផលដែលគាត់មានភាពជាមនុស្សមិនភ្ញាក់ផ្អើលទើបគាត់មិនមានការភ័យខ្លាចបុគ្គលដទៃចំណុចទី22ភាពជាមនុស្សឧស្សាហ៍ព្យាយាមឧបនិស្ស័យមួយទៀតដែលធ្វើឲ្យបុគ្គលិកភាពរបស់គាត់អស្ចារ្យគឺគាត់ជាមនុស្សឧស្សាហ៍ព្យាយាមតាំងតែពីវ័យកុមារគាត់មានលក្ខណៈខុសប្លែកពីក្មេងដទៃដូចគ្នាព្រោះថាគាត់បានទទួលការស្នងដំណរពូជពីបុព្វបុរសតាទួតរហូតដល់មេដាបិតានិងខ្លួនគាត់ដែលគេនាំគ្នាពោលថាខាបុលខាន់តាទួតរបស់គាត់ជាមួយយេស៊ូកៃបិតារបស់គាត់ក៏មានលក្ខណៈស្រដៀងគ្នាគឺជាមនុស្សដែលមានចិត្តគំនិតរឹងមាំអត់ធន់និងឧស្សាហ៍ព្យាយាមមានសមត្ថភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់ពួកគុលសម្ព័ន្ធដែលជាត្រកូលរបស់គុលសម្ព័ន្ធម៉ុងហ្គោលស្នងបន្តគ្នាមកសរុបបានថាជេនគីសខាន់ជាអ្នកដឹកនាំខ្លួនបែបក្នុងការធ្វើការងារយ៉ាងអធិកអធមប្រៀបដូចជាប្រេងសាំងអាចដុតពន្លឺភាពក្តៅក្រហាយរបស់អ្នកដទៃឲ្យឆេះឡើងមានភ្លើងក្តៅងំក្នុងការធ្វើការងាររហូតចំណុចទី23គឺវិធីសាស្ត្រជេនគីសខាន់បានទទួលចំណេះដឹងពីបុគ្គលផ្សេងធ្វើឲ្យគាត់មានទស្សនវិស័យតាក់ទងជាមួយការអភិវឌ្ឍការសិក្សារបស់ជនជាតិម៉ុងហ្គោលចេះរៀបចំចាត់តែងសង្គមកម្រិតច្បាប់រួមជាធម្មនុញ្ញយ៉ាសាគ្រប់គ្រងអាណាចក្ររួមទាំងការងារទាហានការបរទេសជាដើមចំណុចទី24គឺភាពជាអ្នកមានរបៀបជេនគី
គិសខណ្ឌវឹកហាត់ពីវិន័យពីការជិះសេះប្រយុទ្ធដោយអាវុធផ្សេងការហាត់សម្រាប់សត្វដែលជាការចម្លងវិន័យនិងការទទួលខុសត្រូវក្នុងការច្បាំងការធ្វើសង្គ្រាមក្រោយមករហូតដល់ជីវិតចុងក្រោយបំផុតនៃជីវិតចំណុចទី24គឺមានសតិសម្បជញ្ញៈគាត់មានសមត្ថភាពក្នុងការទទួលដឹងនិងការតាក់ទងល្អដោយសារតែមានសតិជាប់គ្រប់ពេលវេលាចំណុចទី26ភាពជាមនុស្សហ្មត់ចត់ចំណុចទី27ស្គាល់ហេតុផលដែលត្រឹមត្រូវចំណុចទី28មានការពិចារណាឆ្លុះបញ្ចាំងអំពីរឿងគ្រប់យ៉ាងចំណុចទី29គឺការមានការវិនិច្ឆ័យដែលត្រឹមត្រូវគុណសម្បត្តិចំណុច26ដល់29ជាឧទាហរណ៍សំខាន់ដែលគួរយកជាការប្រជុំភាពសាមញ្ញប្រចាំឆ្នាំឬក្នុងឱកាសពិសេសផ្សេងទាក់ទងជាមួយការគ្រប់គ្រងអាណាចក្រផ្សេងខាងលិចភាគខាងត្បូងការគ្រប់គ្រងរបស់មង្គលរួមទាំងអ្នកដែលនឹងរក្សាតំណែងដឹកនាំស្នងបន្តឬបានគេបំលាស់ទីឬផ្លាស់ប្ដូរតំណែងជេនគីសខានរមែងឲ្យទីប្រជុំបានវិភាគពិចារណាផ្ទៀងផ្ទាត់គ្នាយ៉ាងពេញទំហឹងរួមទាំងខ្លួនគាត់ព្រមទាំងទទួលការតិទានរិះគន់ក្នុងការប្រើអំណាចក្នុងការគ្រប់គ្រងរឿងទាហានឬរឿងផ្សេងជួនកាលក្រោយពីទទួលស្គាល់ដោយតាំងចិត្តបើមានចំណុចសង្ស័យគាត់នឹងសាកសួររកមូលហេតុផ្សេងប្រកបដោយការពិចារណានិងវិនិច្ឆ័យលើហេតុផលដែលបានមកពីការប្រជុំតាមលំដាប់ថ្នាក់ដោយការសម្រេចចិត្តដែលប្រព្រឹត្តទៅយ៉ាងយុត្តិធម៌ជាទីទទួលស្គាល់គ្រប់ផ្នែកទាំងអស់ទាំងនេះគាត់បានលើកឡើងជាយោបល់ដើម្បីការពារការជំទាស់ប្រឆាំងខ្វែងគំនិតគ្នាឆ្លោះគ្នារវាងបងប្អូនឬសាច់ញាតិទាក់ទងនឹងបញ្ហានយោបាយការគ្រប់គ្រងអាណាចក្រនិងដែនដីផ្សេងក្នុងពេលអនាគតចំណុចទី30គឺស្គាល់កលៈទេសៈជេនគីសខានមានកលឹះសម្ងាត់ក្នុងការរាប់អានមនុស្សម្នាក់ឬច្រើនអ្នកនៅក្នុងឋានៈខ្ពស់ជាងយ៉ាងច្បាស់លាស់តាំងតែពីចាប់ផ្ដើមរកពួកគុលសម្ព័ន្ធជាមិត្តដោយឆ្ពោះទៅរកតូត្រនខណ្ឌមនុស្សឋានៈខ្ពស់ជាមនុស្សដំបូងដែលជាអតីតមិត្តរួមសម្បត្តិរបស់បិតាដើម្បីរួមសម្ព័ន្ធមិត្តនិងសុំការជួយសង្គ្រោះក្នុងករណីដែលត្រូវបានពួកគុលសម្ព័ន្ធដទៃវាយប្រហារដែលជាវិធីឆ្លៀសវៃក្នុងការរកមិត្តឬបពពួកតកដើម្បីកសាងភាពគង់វង្សរបស់គុលសម្ព័ន្ធខ្លួនឲ្យរួចផុតពីការវាយប្រហារក្រោយពេលបានទទួលតំណែងខ្ពស់ជាជេនគីសខានមកគាត់ក៏បានប្រើយុទ្ធសាស្ត្រខាងការទូតជាមួយជនជាតិផ្សេងអ្នកជំនួញអ្នកដំណើរអ្នកផ្សងព្រេងចៅហ្វាយក្រុងដែនដីឬអាណាចក្រផ្សេងយ៉ាងស្គាល់កលៈទេសៈដែលមានផលធ្វើឲ្យគាត់អាចពង្រីកអាណាចក្រឲ្យបានធំទូលាយយ៉ាងខ្លាំងក្លាឡើងចំណុចទី31គឺភាពជាមនុស្សគោរពពេលវេលាជេនគីសខានមានបុគ្គលិកលក្ខណៈពិសេសក្នុងរឿងភាពជាអ្នកគោរពពេលវេលារហូតព្រោះសម្ដែងដល់ភាពជាអ្នកទទួលខុសត្រូវជាអ្នកមានភាពច្បាស់លាស់ជាអ្នកប្រកាន់ជាប់ពាក្យសន្យាដែលបានយល់ព្រមគ្នាគាត់បានប្រតិបត្តិតាមយ៉ាងតឹងរ៉ឹងជាគំរូរបស់មនុស្សជិតស្និទ្ធនិងអ្នកក្រមបញ្ជាដោយហេតុផលនេះទើបគាត់មានគំនិតគ្រប់គ្រងពេលវេលាដោយប្រកាន់ខ្ជាប់វិធីគ្រប់គ្រងហើយនឹងដំណើរការងារតាមលំដាប់ភាពសំខាន់ចំណុចទី32គឺភាពស្មើដើមស្មើចុងលក្ខណៈពិសេសរបស់ជេនគីសខានក្នុងដំណើរជីវិតជាង50ឆ្នាំគាត់នៅប្រតិបត្តិខ្លួនស្មើដើមស្មើចុងសភាពខួរក្បាលនិងចិត្តគំនិតគង់វង្សមិនធ្លាក់ចុះញោមចំពោះការគ្រប់គ្រងអំណាចនិងនៅប្រតិបត្តិខ្លួនតាមច្បាប់10ប្រការនៃភាពជាអ្នកដឹកនាំយ៉ាងពេញលេញដោយបានពោលក្នុងអត្ថបទបន្ទាប់ចំណុចទី33គឺការចេះការពារខ្លួនការវឹកហាត់តស៊ូដោយការបាញ់ធ្នូការតស៊ូដោយពូថៅព្រួញនិងដាវរួមទាំងសិល្បៈការតស៊ូបោកចំបាប់តាំងពីវ័យក្មេងរហូតដល់វ័យកំឡោះបទពិសោធន៍ច្បាំងក្នុងសមរភូមិដែលជាតំបន់មានព្រិលធ្លាក់តំបន់តកកតំបន់សមុទ្រខ្សាច់តំបន់ក្តៅហែងហើយនិងតំបន់ក្តៅសើមភ្លៀងធ្លាក់ជោកធ្វើឲ្យគាត់មានសមត្ថភាពព្រមជាមួយសភាវគតិក្នុងការប្រយុទ្ធការពារខ្លួនបានគ្រប់ពេលវេលាចំណុចទី34មានភាពរហ័សរហួនក្នុងការលើកទ័ពម៉ុងហ្គោលទៅធ្វើសង្គ្រាមជាមួយសត្រូវក្នុងសមរភូមិផ្សេងយុទ្ធសាស្ត្រពិសេសមួយប្រការដែលគាត់តែងតែនិយាយចេញមកនិងយកមកប្រើគឺប្រញាប់ដឹកនាំទ័ពទៅដល់សមរភូមិមុនពេលកំណត់ឧទាហរណ៍មួយប្រការទៀតគឺកងទ័ពទាហានសេះម៉ុងហ្គោលរបស់គាត់អាចសម្រុកច្បាំងនិងដកថយបានយ៉ាងសកម្មនិងផ្លាស់ទីទៅមករហ័សរហួនជាងកងទ័ពសេះរបស់គុលសម្ព័ន្ធដទៃទាំងកណ្ដាលថ្ងៃនិងកណ្ដាលយប់ជាច្រើនដងស្មើនឹងកងទ័ពបិសាចឆ្លុះបញ្ចាំងដល់ទស្សនវិស័យរបស់គាត់ដែលបញ្ជាក់ពីយុទ្ធវិធីវាយប្រហារសត្រូវយ៉ាងសកម្មរហ័សរហួនដោយភ្លេចបន្ទោចំណុចទី
15គឺមានភាពប្រុងប្រយ័ត្ន Genghis Khan មានការប្រុងប្រយ័ត្ននិងមិនប្រមាទឧទាហរណ៍ដូចជាធ្វើសង្គ្រាមគាត់ត្រូវការបញ្ជូនកងទិហានស៊ើបការនិងខ្សែសម្ងាត់ទៅស៊ើបរកដំណឹងចំណុចខ្សោយរបស់សត្រូវនិងរកផ្លូវដណ្ដើមយកព្រៀបទាក់ទងជាមួយច្រកផ្លូវចូលវាយប្រហារសហភាពមេដីអាកាសនិងតំបន់សមរភូមិជាដើមចំណុចទី36គឺមានភាពឆ្លៀសវៃដោយញៀនឧទាហរណ៍ដូចជានៅពេលដែលតេម៉ូចិននៅក្មេងត្រូវបានគេចាប់ទៅធ្វើជាឆ្លើយសឹកឃុំឃាំងទុកក្នុងជំរំរបស់ពួកគុលសម្ព័ន្ធតៃស៊ើអាត់គាត់បានរត់គេចចេញពីទីឃុំឃាំងរួចគេចពួនក្រោមគុំស្មៅនៅជិតមាត់ទន្លេអូណនដោយបន្លំខ្លួនក្រោមទឹកបង្ហើបផ្ទៃមុខឲ្យផុតពីទឹកដើម្បីដកដង្ហើមក្នុងពេលដែលពួកអ្នកចម្បាំងតៃស៊ើអាតបំបែកកម្លាំងតាមសម្រាប់ខ្លួនគាត់តាមបរិវេណក្បែរមាត់ទឹកចំណុចទី37មនុស្សពូកែសង្កេតនៅពេលដែលតេម៉ូចិនស្វែងរកអ្នកប្រាជ្ញដោយបានធ្វើដំណើរតាមផ្លូវរទេះដែលមានតាំងពីសម័យបុរាណទៅក្រុងផ្សេងៗក្នុងតំបន់អាស៊ីកណ្ដាលចូលទៅដែនដីជាច្រើនកន្លែងដែលគាត់មិនធ្លាប់ស្គាល់និងបានសង្កេតទៅលើឆ្លើយសឹកដែលត្រូវបានគេចាប់មកមនុស្សជាច្រើនអ្នកតែងតែតុបតែងកាយដោយសម្លៀកបំពាក់តម្លៃថ្លៃឬលក្ខណៈរឹកពាមោទនភាពនិងភាពស្រស់ស្អាតមិនមែនជាអ្នកចម្បាំងក្រោយមកដឹងថាបុគ្គលទាំងនោះជាអ្នកប្រាជ្ញអ្នកតារាសាស្ត្រដែលមានចំណេះដឹងទាក់ទងជាមួយការកោចររបស់តារាអ្នកខ្លះជាពេទ្យចេះប្រើថ្នាំឱសថបុរាណនិងរក្សាព្យាបាលជំងឺរបស់ស្ត្រីនិងមនុស្សចាស់ជរាចំណុចទី38គឺការស្រមើស្រមៃចេញពីបទពិសោធន៍កន្លងមកក្នុងអតីតតាំងពីវ័យក្មេងដល់វ័យកំឡោះការស្រមើស្រមៃដែលជារូបភាពខាងគំនិតរបស់គាត់បានបង្កើតរូបភាពថ្មីក្នុងចិត្តឡើងគឺរូបភាពរបស់អាណាចក្រម៉ុងហ្គោលដែលជាផលបានពីការរួបរวมពួកកុលសម្ព័ន្ធផ្សេងៗចំណុចទី39គឺភាពជាមនុស្សល្អ Genghis Khan ជាប់ខ្សែស្រឡាយមកពីពួកកុលសម្ព័ន្ធដើមរបស់កុលសម្ព័ន្ធម៉ុងហ្គោល Khabul Khan តាទូតរបស់គាត់ជាអ្នកចម្បាំងខ្លាំងពូកែដែលអាចគ្រប់គ្រងពួកកុលសម្ព័ន្ធម៉ុងហ្គោលក្នុងគណៈពេលនោះបានទាំងអស់យេស៊ូកាយបិតារបស់គាត់ត្រូវជាចៅរបស់ Khabul Khan ដោយហេតុផលនេះហើយទើបជាផុសតាងអះអាងថា Genghis Khan មានត្រកូលបន្តពីថ្នាក់ដឹកនាំអ្នកដឹកនាំរបស់ពួកកុលសម្ព័ន្ធម៉ុងហ្គោលចំណុចទី40គឺការធ្វើខ្លួនឲ្យស័ក្តិសមជាមួយកិត្តិយសរយៈពេល12ឆ្នាំនៃការរក្សាតំណែង Genghis Khan ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អាណាចក្រម៉ុងហ្គោលតួនាទីរបស់គាត់ដ៏អស្ចារ្យនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាពិសេសកងទ័ពម៉ុងហ្គោលចាប់ផ្ដើមបំបែកកម្លាំងចេញឆ្ពោះទៅរកពិភពលោកដ៏ធំធេងធ្វើឲ្យអាណាចក្រម៉ុងហ្គោលមានឥទ្ធិពលពង្រីកដែនដីវែងឆ្ងាយខ្លាំងឡើងតាមលំដាប់និងធំធេងទូលំទូលាយជាងដែនដីដែលមេទ័ព Alexander មហារាជធ្លាប់គ្រប់គ្រងពីមុនគុណសម្បត្តិទាំង40ប្រការដែលបានរៀបរាប់មកទាំងនេះជាមូលដ្ឋានគ្រឹះអះអាងភាពជាមហាបរោះពិភពលោកយ៉ាងពិតប្រាកដស័ក្តិសមជាមួយពាក្យសម្ដីរបស់ស៊ឺមួនជនក្នុងប្រទេសអាមេរិកដែលបានលើកតម្កើងស្ងើចសរសើរគាត់ថាជាបុគ្គលសំខាន់ដ៏ធំធេងនិងអស្ចារ្យក្នុងរយៈពេល1000ឆ្នាំចុងក្រោយរបស់បុគ្គលថ្នាក់ដឹកនាំដែលមានកេរ្តិ៍ឈ្មោះក្នុងប្រវត្តិសាស្ត្រពិភពលោកទស្សនៈសរុបបញ្ចប់ចម្ពោះចំណុចទី1គឺរឿងសំខាន់មួយប្រការដែលធ្វើឲ្យ Genghis Khan ឈានឆ្ពោះទៅដល់ជោគជ័យលំដាប់ថ្នាក់មហាបរោះពិភពលោកគឺការប្រើអំណាចនេះឯងដែលជាគន្លឹះសំខាន់ទាញយកវងមនុស្សរាប់សែនរាប់លាននាក់ដើរតាមផ្លូវប្រតិបត្តិរួមគ្នាកសាងជាតិចូលសឹបណៃអ្នកវិភាគថាអំណាចដែល Genghis Khan ប្រើមានពីរបែបដែលគាត់រួមបញ្ចូលគ្នាគឺចំណុចកគឺអំណាចបែបទន់មានន័យថាជាអំណាចការបញ្ចុះបញ្ចូលសម្រុះសម្រួលផ្ដល់ភាពរួមដៃជាជាងការប្រើអំណាចបែបទន់ភ្លន់រមែងតែធ្វើឲ្យប្រជាជនចូលរួមគ្នាដោយការពេញចិត្តឬការស្ម័គ្រចិត្តចំណុចខគឺអំណាចបែបរឹងមានន័យថាជាអំណាចបញ្ជាយ៉ាងខ្លាំងក្លាសេចក្តីត្រូវការឲ្យមហាជនចូលរួមប្រតិបត្តិឲ្យប្រព្រឹត្តទៅតាមផែនការនិងនយោបាយដើម្បីសម្រេចជោគជ័យសំខាន់ហើយនៅមានវិធីច្រើនវិធានការទៀតដែលអាស្រ័យទៅលើការបញ្ជាដោយត្រូវតាម Genghis Khan បានកម្រិតច្បាប់ទម្លាប់ក្នុងធម្មនុញ្ញយ៉ាសាឲ្យប្រជាជនគ្រប់គ្នាប្រតិបត្តិតាមរួមទាំងទាហានក្នុងកងទ័ពម៉ុងហ្គោលនិងក្ល
ខ្លួនជេនគីសខាន់ផ្ទាល់ផងដែរជេនគីសខាន់ប្រើអំណាចទាំងពីរយ៉ាងនេះដើម្បីឲ្យមានភាពជោគជ័យក្នុងការប្រើអំណាចទាំងស្រុងយ៉ាងឆ្លៀសវៃដែលហៅថា Smart Power ដើម្បីធ្វើឲ្យគាត់អាចផ្លាស់ប្ដូរការរៀបចំចាត់ចែងសង្គមនិងរៀបចំចាត់ចែងការគ្រប់គ្រងថ្មីហើយនឹងសាងភាពគង់វង្សឲ្យមានស្ថិរភាពតាមគំនិតថ្មីខាងប្រវត្តិសាស្ត្រមនុស្សជាតិរហូតសម្រាប់ជាឯកភាពរបស់ជាតិឬអាណាចក្រម៉ុងហ្គោលយ៉ាងពិតប្រាកដចំណុចទី2គឺលក្ខណៈមហាបុរសរបស់ជេនគីសខាន់ជាផលបានមកពីគាត់ទទួលជោគជ័យក្នុងការកសាងភាពអស្ចារ្យពីភាពជាអ្នកដឹកនាំជេនគីសខាន់ជាអ្នកដឹកនាំដ៏អស្ចារ្យទោះបីជាការងារខ្លះតម្រូវឲ្យមានការបំផ្លិចបំផ្លាញក្នុងការធ្វើសង្គ្រាមក្នុងសម័យនោះតែភាគច្រើនជាផលការងារដែលមានគុណភាពក្នុងបែបបទដែលស្ដែងឲ្យឃើញថាហេតុអ្វីទើបបានជាគាត់ទទួលបានការលើកដំកើងជាវីរបុរសទាំងក្នុងប្រទេសម៉ុងហ្គោលនិងប្រទេសចិនកូនសោពន្យល់អំពីភាពអាត់កំបាំងទាក់ទងជាមួយសកម្មភាពប្រកបដោយការកសាងភាពខ្ពង់ខ្ពស់ចេញពីភាពជាអ្នកដឹកនាំរបស់គាត់គួរឲ្យពិចារណាពីចំណុចផ្សេងៗដោយសរុបដូចតទៅនេះចំណុចកគឺជំរុញឬធ្វើឲ្យគាត់កើតមានកម្លាំងបណ្ដាលចិត្តចំណុចខអ្វីជារឿងដែលធ្វើឲ្យគាត់ត្រូវការផ្លាស់ប្ដូរចំណុចគគឺជារឿងដែលគាត់ត្រូវការជំនួយនាំឆ្ពោះទៅរកភាពជោគជ័យចំណុចខគឺឧបករណ៍ឬវត្ថុដែលគាត់ប្រើប្រាស់ក្នុងរយៈពេលដំបូងដល់រយៈពេលចុងក្រោយការបញ្ចុះបញ្ចូលលងលោមចិត្តគំនិតសម្រស់សម្រួលចំណុចងគឺធម្មជាតិដែលប្រើជាស្នេហ៍អំពាវនាវគឺអ្វីបុគ្គលិកលក្ខណៈពិសេសចំណុចចគឺធម្មជាតិខាងបុគ្គលិកភាពរបស់គាត់បុគ្គលិកភាពនិស្ស័យអារម្មណ៍និងឧត្តមគតិចំណុចឆគឺជារឿងដែលគាត់បានទទួលចម្លើយគឺប្រសិទ្ធភាពចំណុចងគឺជាអ្វីដែលរៀបរាប់ថាល្អឬអាក្រក់ចំណុចឆផលពីការវិតម្លៃសម្រាប់របស់គាត់ចម្លើយគឺភាពអស្ចារ្យឬភាពជាមហាបុរសចំណុចទី9គឺគន្លឹះសម្ងាត់សាងភាពជាអ្នកដឹកនាំនិងការវិតម្លៃអច្ឆរិយភាពរបស់ជេនគីសខាន់ John Main អ្នកប្រវត្តិសាស្ត្រនិងអ្នកដំណើរជនជាតិអង់គ្លេសដែលបានសរសេរប្រវត្តិសាស្ត្រទាក់ទងជាមួយនឹងរឿងសមុទ្រខ្សាច់កូប៊ីរឿងមង្គលនិងរឿងដែលមានកេរ្តិ៍ឈ្មោះគឺ Genghis Khan Lie Deed and Restoration ច្បាប់បោះពុម្ពឆ្នាំ2004បានពោលដល់រឿង Genghis Khan អ្នកដឹកនាំដ៏ឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្រពិភពលោកថាការដែលស្វែងរកព័ត៌មានទាក់ទងជាមួយគាត់ស៊ីជម្រៅនិងទូលំទូលាយប៉ុណ្ណាក៏កាន់តែគួរឲ្យចាប់អារម្មណ៍និងគួរឲ្យលើកតម្កើងគាត់ខ្លាំងឡើង John Main នៅបានពោលដល់ទូនីតិការឈានទៅជាអ្នកដឹកនាំរបស់ Genghis Khan ថាកូនសោសំខាន់ទាក់ទងជាមួយការព្យាយាមតស៊ូរកផ្លូវជោគជ័យក្នុងគណៈពេលនោះគឺត្រូវមានមហាអំណាចដែលជាកម្លាំងសំខាន់និងជារឿងដែលគាត់ខ្វះខាតមកតាំងពីក្មេងគាត់ត្រូវមានអំណាចក្នុងការមានមិត្តភ័ក្តិមានអំណាចដែលបញ្ជាក្រុមជនក្នុងគុលសម្ព័ន្ធអំណាចដែលតស៊ូជាមួយឧបសគ្គនិងសត្រូវរុករានអំណាចដែលច្បាំងឈ្នះអំណាចដែលគ្រប់គ្រងអំណាចដែលកសាងជំនួសរឿងដែលបាត់បង់ទៅរហូតកសាងភាពគង់វង្សក្នុងអាណាចក្រតទៅបើពិចារណាតាមគោលការណ៍យុគសម័យថ្មីអាចអធិប្បាយបានថាភាពជាអ្នកដឹកនាំរបស់ Genghis Khan ទាំងអស់កើតតាំងពីវ័យក្មេងមកម្ល៉េះអំណាចជាកូនសោសំខាន់ត្រូវយកឈ្នះឲ្យបានដែលអំណាចនេះប្រើដើម្បីស្រវាអំណាចនិងបន្ថែមអំណាចដែលជាគោលបំណងដែលនៅក្នុងចិត្តវិញ្ញាណរបស់គាត់មិនមែនជាមនុស្សដំបូងនិងជាមនុស្សចុងក្រោយដែលនឹងយកឈ្នះឲ្យបានលទ្ធផលដែលកើតចេញអំពីលក្ខណៈពិសេសរបស់បុគ្គលិកភាពដែលធ្វើឲ្យមនុស្សមានភក្ដីភាពនិងភាពជឿជាក់លើរូបគាត់អ្នកសង្គមវិទ្យាចាត់ទុកថាជាលក្ខណៈមូលដ្ឋានគ្រឹះនិងចាំបាច់របស់ភាពជាអ្នកដឹកនាំរឿងដូចបានរៀបរាប់នេះនឹងធ្វើឲ្យគាត់អាចនាំចិត្តគំនិតអ្នកដទៃឲ្យជឿជាក់ក្នុងកម្លាំងមោទនភាពនិងមោះមុតចំពោះភាពស័ក្តិសិទ្ធិនៃឋានសួគ៌ពណ៌ខៀវឬឋានសួគ៌អមតៈលក្ខណៈពិសេសរបស់គាត់គឺចេញពីដំណើរជីវិតរបស់គាត់50ឆ្នាំនៅតែរក្សាភាពរឹងមាំបុគ្គលិកលក្ខណៈប្រសិទ្ធភាពប្រជាប្រិយភាពនិងកាន់តែមាន
មានអំណាចខ្លាំងឡើងជារៀងរាល់ថ្ងៃសភាពខួរក្បាលនិងចិត្តគំនិតនៅតែគង់វង្សមិនដែលបាត់បង់តុល្យភាពដែលមានអាការៈខុសប្រក្រតីមិនធ្លាប់ចោះញោមចំពោះការគ្រប់គ្រងអំណាចមិនធ្លាប់បណ្ដោយឲ្យហេតុការណ៍ផ្សេងដែលត្រូវប្រែប្រួលជាអ្នកបញ្ជាជីវិតទេទាំងអស់នេះគឺជាបុគ្គលិកលក្ខណៈថ្មីដែលកើតមានឡើងចំពោះបុគ្គលដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រមនុស្សជាតិសរុបបានថាភាពជាអ្នកដឹកនាំនៃឋានសួគ៌អមតៈដែលមានច្បាប់សំខាន់ណែនាំទុក10ប្រការច្បាប់10ប្រការនៃភាពជាអ្នកដឹកនាំនៃឋានសួគ៌អមតៈច្បាប់10ប្រការដែលជាគិសខណ្ឌប្រើក្នុងការគ្រប់គ្រងខ្លួនឯងនិងគ្រប់គ្រងចិត្តគំនិតមនុស្សក្រោមបញ្ជាកងទ័ពម៉ុងហ្គោលនិងប្រជាជនទូទាំងក្នុងអាណាចក្រមកយូររាប់សិបឆ្នាំមានដូចតទៅនេះចំណុចទី1គឺផ្ដល់រង្វាន់តបស្នងចំពោះភក្តីភាពជេនគិសខណ្ឌមិនធ្លាប់ភ្លេចគុណបុណ្យបុគ្គលទូទៅកូនប្អូនឬបរិវារដែលធ្លាប់ជួយសង្គ្រោះគាត់ក្នុងគ្រាមានទុក្ខតាំងពីវ័យក្មេងជាដើមមកហើយព្យាយាមតបស្នងសងគុណអំពីអំពើល្អដោយការប្រគល់រង្វាន់ទាំងជាមាសប្រាក់ឬជាគ្រឿងលម្អអាវុធផ្សេងការលើកលែងបង់ពន្ធឬតំណែងការងារដែលស័ក្តិសមឲ្យដល់បុគ្គលដូចបានពោលនៅពេលមានអំណាចគ្រប់គ្រងចំណុចទី2គឺចេះសន្សំសំចៃជាគំរូគាត់ប្រើជីវិតស្ងប់ស្ងាត់សាមញ្ញមិននិយមភាពហឺហាលុយឆាយទាំងជីវិតរស់នៅប្រចាំថ្ងៃនិងសម្លៀកបំពាក់ដែលស្លៀកពាក់ឬសូម្បីតែអាហារដែលទទួលទានដែលភាគច្រើនគាត់ប្រតិបត្តិដូចគ្នាជាមួយពួកចិញ្ចឹមសត្វជនជាតិម៉ុងហ្គោលទូទៅចំណុចទី3វឹកហាត់គ្រប់គ្រងខ្លួនឯងរហូតបុគ្គលិកលក្ខណៈពិសេសជាទីបំផុតរបស់គាត់គឺសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ខឹងនិងអនុញ្ញាតឲ្យបុគ្គលដទៃវិភាគពិចារណាឬសម្ដែងការយល់ឃើញព្រមទាំងទទួលស្ដាប់សូម្បីតែអ្នកក្រមបញ្ជាចំនួនកូនចៅដែលស្នើណែនាំយ៉ាងមានហេតុផលចំណុចទី4គឺស្វែងរកសមត្ថភាពឬភាពស្ទាត់ជំនាញតាមធម្មជាតិផ្លូវណាមួយដែលមានស្រាប់ហើយនាំចេញមកប្រើឲ្យកើតជាប្រយោជន៍គាត់បានណែនាំបទមនុស្សក្រមអាវ៉ាតដូចជាបណ្ដាអ្នកដឹកនាំមេតបនាយកងនាម៉ឺនមន្ត្រីតូចធំតាមលំដាប់ចុះហើយចេះនាំភាពស្ទាត់ជំនាញតាមធម្មជាតិក្នុងផ្លូវណាមួយរបស់បុគ្គលម្នាក់មកប្រើជាមួយការគ្រប់គ្រងការងារក្នុងលំដាប់ផ្សេងគាត់តែងតែពោលពាក្យសរសើរលើកដំកើងនិងប្រគល់រង្វាន់ឲ្យបុគ្គលសាមញ្ញគ្រាសំខាន់ចំណុចទី5គឺសម្រាប់សត្រូវដោយមិនខ្វល់ខ្វាយចិត្តឬសោកស្ដាយអ្វីនោះទេជេនគីសខានមានអារម្មណ៍ខឹងឬស្អប់ខ្ពើមបុគ្គលដែលជាសត្រូវឬបុគ្គលដែលមិនមានភក្តីភាពជាមួយគាត់ជាទីបំផុតគាត់អាចបញ្ជាឲ្យប្រហារជីវិតមនុស្សទាំងប្រហារជីវិតមនុស្សម្នាក់ឬប្រហារជីវិតមនុស្សជាក្រុមក្នុងភូមិក្នុងក្រុងឬក្នុងអាណាចក្ររបស់សត្រូវដោយមិនអល់ឯករារែកចិត្តនិងបណ្ដោយឲ្យទាហានមង្គលប្លន់ប្រមូលយកយ៉ាងសាហាវឧទាហរណ៍ដូចជាគាត់បានប្រកាសសងសឹកពួកកុលសម្ព័ន្ធមើខិតដែលបានចាប់ចម្រិតខ្លួនភរិយារបស់គាត់ទៅឬសងសឹកពួកកុលសម្ព័ន្ធតៃសឺអ៊ីដែលធ្លាប់ចាប់គាត់ទៅធ្វើជាឆ្លើយសឹកក្នុងវ័យក្មេងឬសូម្បីតែពួកកុលសម្ព័ន្ធតាដែលធ្លាប់ទាទានការស្លាប់របស់យេស៊ូកៃដែលត្រូវជាបិតារបស់គាត់ដោយបានប្រកាសថាយើងត្រូវសងសឹកពួកសត្រូវដែលធ្លាប់ធ្វើជាមួយញាតិមិត្តនិងបណ្ដាជនជាតិម៉ុងហ្គោលរបស់យើងការសងសឹកគឺជាទូនីតិដែលឋានសួគ៌បានបញ្ជាមកផលដែលបង្ហាញក្នុងពេលក្រោយមកគាត់បានប្រព្រឹត្តតាមបញ្ជានិងពាក្យពោលបានគ្រប់ប្រការចំណុចទី6គឺតតាំងឬប្រឆាំងនឹងអំណាចឬក៏អំពើខុសខើក្នុងការលើកទ័ពវាយក្រុងឬអាណាចក្រផ្សេងរបស់ម៉ុងហ្គោលមុននឹងចូលវាយក្រុងជេនគីសខានតែងតែបញ្ជូនសារអះអាងពាក្យដាច់ខាតឲ្យព្រមចោះញោមនិងចោះចាញ់បើព្រមចោះញោមគាត់នឹងតែងតាំងអ្នកគ្រប់គ្រងដែលស្មោះត្រង់ឲ្យគ្រប់គ្រងបន្តដោយគ្រាន់តែព្រមបញ្ជូនគ្រឿងសួយសារអាករដល់អាណាចក្រម៉ុងហ្គោលជារៀងរាល់ឆ្នាំគឺជាការស្រេចក្នុងករណីវាយប្រហារក្រុងមិនមែនជាសត្រូវដោយត្រង់ជេនគីសខានរមែងជំទាស់មិនឲ្យទាហានប្លន់និងសម្លាប់ជីវិតប្រជាជនជាដាច់ខាតចំណុចទី7គឺត្រូវចេះសម្របខ្លួននិងបើកឱកាសអភិវឌ្ឍផ្លូវថ្មីនៃការគ្រប់គ្រងគាត់បញ្ជាក់ថាក្នុងការគ្រប់គ្រងការងារព្រមទទួលស្គាល់ពាក្យវិភាគពិចារណានិងចំណុចយល់ឃើញផ្លៃៗរបស់បុគ្គលគ្រប់លំដាប់ថ្នាក់ត្រូវពឹងពាក់អ្នកចាស់អ្នកប្រាជ្ញគ្រប់សាខាទាំងអស់ជាទីប្រឹក្សាណែនាំជាពិសេសអ្នកដែលមិនបានរៀនសូត្រដូចជាខ្លួនគាត់ផ្ទាល់ត្រូវចាប់អារម្មណ៍ជាពិសេសចំណុចទី8គឺត្រូវដឹងច្បាស់ថាបានទទួលការគាំទ្រពីឋានសួគ៌ក្នុងការគ្រប់គ្រងប្រទេសជាតិឬសូម្បីតែ
ក្នុងការចម្បាំងពង្រីកដែនដីជេនគីសខានតែងតែអះអាងថាជាពាក្យបញ្ជាពីឋានសួគ៌ផ្ដល់ការគាំទ្រភារកិច្ចផ្សេងៗរហូតគាត់បានបញ្ជាក់ថាអាណាចក្រមង្គលគ្រប់គ្រងដោយបញ្ជារបស់ឋានសួគ៌នេះគឺជាសច្ចធម៌ងាយៗដែលចាត់ទុកថាគោលការណ៍ប្រតិបត្តិតែជាចិត្តវិទ្យាក្នុងការកសាងកម្លាំងនិងភាពប្រកបចិត្តដល់អ្នកប្រតិបត្តិយ៉ាងធំធេងចំណុចទី9ចូលធ្វើឲ្យបរិវារនិងទាយាទជឿជាក់អ្នកប្រាជ្ញយេលីឈឺឆៃជាទីប្រឹក្សាជនជាតិខិតានម្នាក់របស់ជេនគីសខានដែលបានទទួលបម្រើគាត់ជាយូរព្រមទាំងទទួលស្គាល់ថាជេនគីសខានជាអ្នកទទួលពាក្យបញ្ជាពីឋានសួគ៌យ៉ាងពិតប្រាកដក្នុងការច្បាំងធ្វើសង្គ្រាមជាច្រើនដែលគាត់ទទួលបានជ័យជំនះសូម្បីតែសង្គ្រាមយកឈ្នះអាណាចក្រឈិនដែនដីចិនដែលពួកទាហានភាគច្រើនជឿថាមិនមានអំណាចរបស់មនុស្សណាច្បាំងឈ្នះអាណាចក្រឈិនដ៏ធំធេងលើសអាណាចក្រមង្គលជាច្រើនដងនោះបានងាយៗឡើយជេនគីសខានបានប្រតិបត្តិខ្លួនជាគំរូក្នុងការឡើងទៅបំពេញសមាធិលើភ្នំសូត្រមន្តសំពរពីឋានសួគ៌មុននាំទ័ពចេញទៅច្បាំងក្នុងសង្គ្រាមទាំងដែលក្រោយមកបង្ហាញថាបុត្ររបស់គាត់ដែលជាមេទ័ពអ្នកចម្បាំងដ៏សំខាន់បានប្រតិបត្តិភ្លាមសូម្បីតែក្នុងសម័យរបស់គូយៈខាន់ចៅប្រុសរបស់ជេនគីសខានបុត្ររបស់អូកូតៃដែលជាមេទ័ពមង្គលដែលមានវីរភាពក្លាហានដឹកនាំទ័ពមង្គលទៅវាយលុកអឺរ៉ុបនៅជឿជាក់លើពាក្យបញ្ឆោតរបស់ឋានសួគ៌តាមជេនគីសខានតារបស់គេបានប្រាប់ទុកឲ្យថាបានប្រតិបត្តិតាមពិធីការសូត្រមន្តពីឋានសួគ៌លើភ្នំមុនចាប់ផ្ដើមតាំងទ័ពចេញធ្វើសង្គ្រាមគ្រប់ពេលវេលាចំណុចទី10គឺគោលការណ៍ក្នុងការមានឥស្សរភាពនិងសេរីភាពខាងជំនឿ Paul Watzlawick បាននិយាយដល់នយោបាយតាក់ទងជាមួយសាសនារបស់ជេនគីសខានក្នុងឆ្នាំ1991និងឆ្នាំ1997ក្នុងគ្រាមួយថាជេនគីសខានបានចេញបញ្ជាចេញប្រកាសថាសាសនាទាំងអស់បានទទួលស្គាល់ទទួលការគោរពដោយស្មើភាពគ្នាមិនមានសាសនាណាទទួលបានសិទ្ធិពិសេសលើសសាសនាដទៃក្នុងឋានៈអ្នកដឹកនាំឬយកឈ្នះគាត់បានបញ្ជាក់ច្បាស់ថាការប្រកាសភាពពិតខាងសាសនារាប់ទុកជាអាវុធដែលមានកម្លាំងខ្លាំងក្លាក្នុងការព្យាយាមទប់ទល់នឹងប្រជាជនដែលប្រកាន់ខ្ជាប់សាសនាផ្សេងៗជេនគីសខានព្រមទទួលយកឥស្សរភាពទាក់ទងជាមួយនឹងជំនឿក្នុងផ្នែកផ្សេងៗរួមទាំងខាងសាសនាសូម្បីតែខ្លួនគាត់ផ្ទាល់នៅទីប្រឹក្សារកចំណេះដឹងទាំងឡាយដែលគាត់មិនមានមូលដ្ឋានគ្រឹះនៃការសិក្សាភាសាក្នុងវ័យក្មេងកើតពីមុនដោយប្រឹក្សារកចំណេះដឹងទាក់ទងជាមួយអ្នកដឹកនាំឬអ្នកប្រាជ្ញអ្នកការទូតអ្នកជំនួញជនជាតិផ្សេងៗដែលមករកឬទាក់ទងជាមួយអាណាចក្រមង្គលជាពិសេសខាងសាសនាគាត់បានពិភាក្សាជាមួយទូតសាសនាផ្សេងៗដូចជាគ្រិស្តបរិស័ទពុទ្ធសាសនិកលទ្ធិតៅនិងពួកមូស្លីមក្នុងផ្នែកព្រះពុទ្ធសាសនាគេបានពោលថាជេនគីសខានបានបញ្ជូនទូតទៅសិក្សាចំណេះដឹងផ្នែកព្រះពុទ្ធសាសនាជាមួយព្រះឡាមៈនិកាយៈដើម្បីយល់ដឹងចំណេះដឹងដ៏ត្រឹមត្រូវរូបមន្តជោគជ័យ21ចំណុចនៃគន្លឹះសម្ងាត់កសាងភាពជាអ្នកដឹកនាំរបស់ជេនគីសខានក្នុងសៀវភៅមួយក្បាលចុងក្រោយបំផុតរបស់ជេនគីសខានឈ្មោះ The Leadership Secret of Genghis Khan ច្បាប់បោះពុម្ពឆ្នាំ2009បានស្នើរឿងគន្លឹះសម្ងាត់សាងភាពជាអ្នកដឹកនាំរបស់ជេនគីសខានតើគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់គាត់បានពោលថាអាចកំបាំងតាក់ទងជាមួយភាពជាអ្នកដឹកនាំក្នុងសៀវភៅមួយក្បាលនេះជាកូនសោលាតត្រដាងអាចកំបាំងដែលធ្វើឲ្យជេនគីសខានអស្ចារ្យហើយអ្នកនេះពុនមិនបានអះអាងថាជេនគីសខានជាម្ចាស់អ្នកដឹកនាំគ្រប់គ្រងសម័យបច្ចុប្បន្នទាំងអ្នកដឹកនាំគ្រប់គ្រងផ្នែកសេដ្ឋកិច្ចនិងផ្នែកការគ្រប់គ្រងប្រទេសជាតិឬក្រុមបុគ្គលក្នុងអង្គការផ្សេងៗជារឿងនៃភាពជាអ្នកដឹកនាំតាមធម្មជាតិដ៏ពិតប្រាកដក្នុងសម័យនោះទៅតាមស្ថានភាពសភាពបរិស្ថាននិងបុគ្គលិកភាពរបស់គាត់ដោយគង់ជារឿងកំ ប្លែងគ្មានប្រយោជន៍ដែលនឹងនាំមកប្រៀបធៀបជាមួយពិភពលោកបច្ចុប្បន្នមិនបានហើយច្បាប់ទម្លាប់ជាច្រើនក្នុងភាពជាអ្នកដឹកនាំរបស់ជេនគីសខាននៅទាន់សម័យយកទៅប្រើប្រាស់ជាមួយអ្នកដឹកនាំក្នុងសម័យបច្ចុប្បន្នទាំងក្នុងផ្នែកអង្គការរបស់រដ្ឋឬផ្ទាល់ខ្លួនឯកជនហើយនឹងសាធារណជនទូទៅពាក្យណែនាំការសិក្សាស្រាវជ្រាវនិងបទពិសោធន៍នៃភាពជាអ្នកដឹកនាំរបស់ជេនគីសខានបានសរុបជាគោលការណ៍ងាយៗ6ប្រការគឺចំណុចទី1ការមានទស្សនវិស័យកំណត់ព្រំដែននិងតភ្ជាប់ឲ្យបានច្បាស់លាស់ថាតើអ្នកត្រូវមានបំណង
ងទៅទីណាចំណុចទី2គឺចាត់កម្លាំងមនុស្សឲ្យត្រឹមត្រូវនិងស័ក្តិសមនិងកម្ចាត់មនុស្សដែលធ្វើការខុសភ្លាត់ឲ្យលឿនជាទីបំផុតចំណុចទី3គឺការចាត់តាំងការងារនិងអំណាចទូនីតិដល់អ្នកតំណាងលំដាប់ទី1របស់អាណាចក្រ4ដំណើរការឲ្យសមស្របជាមួយគោលការណ៍ដែលសំខាន់យ៉ាងតឹងរឹងដែលអាចកែលម្អក្នុងសេចក្តីលម្អិតបានចំណុចទី5គឺត្រូវសាងភាពជោគជ័យក្នុងការផ្លាស់ប្ដូរវ័នតបស្នងជាកាដូនិងជាកម្លាំងចិត្តចំណុចទី6ត្រូវត្រួតពិនិត្យការបរាជ័យញាប់ដោះស្រាយយ៉ាងឆាប់រហ័សនិងរៀនសូត្រចំណុចខុសភ្លាត់របស់វាជេនគីសខានបានពោលថាទាំង6ប្រការនេះត្រូវការរួមបញ្ចូលគ្នាឲ្យបានត្រូវដំណើរការទៅតាមនិងដោយស្របគ្នារហូតអាណាចក្ររបស់គាត់ត្រូវមានភាពគង់វង្សរួមជាមួយភាគីសម្ព័ន្ធមិត្តគុលសម្ព័ន្ធផ្សេងទុកចិត្តគ្នានិងជួយសង្គ្រោះគ្នាតែជួនកាលបែរជាបង្ហាញថាមានភាពទរយុះក្បត់គ្នាគោលដៅសំខាន់គឺត្រូវបង្កើតការជឿទុកចិត្តនិងចូលចិត្តដោយហេតុផលគ្រាដំបូងចានគីសខានត្រូវការជំនាញការអភិវឌ្ឍសង្គមឲ្យរួបរวมគុលសម្ព័ន្ធផ្សេងដើម្បីកសាងភាពឯកភាពរបស់អាណាចក្រម៉ុងហ្គោលក្នុងគណៈពេលដែលមានការដំឡើងតំណែងឬលំដាប់ថ្នាក់ដឹកនាំរាប់តាំងពីប្រធានភូមិប្រធានគុលសម្ព័ន្ធទៅដល់តំណែងព្រះមហាក្សត្រចក្រពត្តិលំដាប់ថ្នាក់នីមួយៗមានតួនាទីផ្សេងគ្នាដូចជាផ្នែកតាក់ទងខាងសង្គមជានាយពលជាអ្នកដាក់ផែនការយុទ្ធសាស្ត្រអាជ្ញាធរតុលាការជាដើម John Main បានពោលក្នុងបរិបទដឹកនាំថាបើសិនសួរថាតើបុគ្គលិកលក្ខណៈភាពជាអ្នកដឹកនាំដែលអស្ចារ្យបំផុតរបស់ជេនគីសខានគឺអ្វីគាត់គិតថាជាលក្ខណៈអ្នកដឹកនាំតាមគោលការណ៍របស់ Peter ដែលអ្នកមានភាពជាអ្នកដឹកនាំក្នុងលក្ខណៈនេះនិងគ្រប់គ្រងការងារផ្នែកផ្សេងដោយសមត្ថភាពនៃភាពជាអ្នកដឹកនាំពេញទំហឹងហើយនឹងបញ្ឈប់តួនាទីភ្លាមនៅពេលដឹងថាខ្លួនមិនមានសមត្ថភាពក្នុងភាពជាអ្នកដឹកនាំនិងអាចយល់ឃើញបានថាគ្រប់លំដាប់ថ្នាក់ដែលកំពូលមេតបជេនគីសខានឈានឡើងដល់មកគាត់អាចព្យាយាមអភិវឌ្ឍសមត្ថភាពថ្មីរបស់ខ្លួនឯងបានរហូតការកសាងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំនេះចាត់ទុកជាជំនាញខ្ពស់ចាំបាច់ត្រូវរៀនសូត្រពីបុព្វបុរសក្នុងអតីតកាលឬអ្នកដឹកនាំដើមពីពួកគុលសម្ព័ន្ធដទៃឬអ្នកប្រាជ្ញទូទៅត្រូវចេះសួរដោយសំណួរថ្មីចេះវិធីដោះស្រាយបញ្ហាផ្សេងយ៉ាងឆ្លាតវៃចេះអភិវឌ្ឍគ្រប់គ្រងលំដាប់ខ្ពស់ជាបន្តរឿងផ្សេងដូចជាបានពោលនេះឯងដែលធ្វើឲ្យជេនគីសខានឈានទៅរកលំដាប់ថ្នាក់អច្ឆរិយៈ